hồi anh vô lệ cái nắng Campuchia lên sạp bên chia ai nhai rất tập bưng nam ấy chẳng hay tôi từng làm con toa mà vay rồi ấy vô con toa mà phía thống cho tôi cả phía ẩm na cho bao chào pháp bén côn bao lục bén nắng và to tiền anh nắng vẫn nằm bơi xuyên biên kê từng đấy luôn thì mỗi trong ban đây cái tục ẩm na oi côn chào bao chào pháp bén cục và to tiền là mấy chấm nọc luôn nè chắc à hai à lẽ mỗi tiết nó lừa con toa mà vay cái là sai kỳ lên sạp bên chia trong là cái sạp bên chia hộ là ngày ngót cái từ cá sợi phía bao cái đấy kết ta cái ông nại xiêmประมาณ 700 ឆ្នាំ តាំងពី ឆ្នាំ 1400 មក ខ្មែរ cái ông nại xiêm 400 500 600 700 800 700 500 ឆ្នាំ ខ្មែរ វា ធុញ ទ្រាំ ដែរ ក្រោម ការ គ្រប់គ្រង របស់ ពួក សៀម អញ្ចឹង ហើយ វា ចេះ តែ លេះ រត់ ទៅ នេះ រត់ ទៅ នោះ គេ លោក រួច ខ្លួន ពី ព្រោះ រស់ ក្រោម អំណាច គេ បាន ស្រួល បើ ទៅ ពឹង អាណាម ទៅ គេ លោក បាន ស្រួល តែ ទៅ ពឹង អាណាម ចន្លោះ ពេល ហ្នឹង ដូច យើង និយាយ អញ្ចឹង កពើ ហាញ់ ខ្លា វា សិត តែ ឃ្លាន ចំណៃ ដូច គ្នា អាណា ទៅ មើល ដឹង ប៉ុន្តែ ឲ្យ តែ ដោះ អំណាច រួច ពី មួយ សុខ ចិត្ត ទៅ មួយ ដឹង តែ គ្រោះថ្នាក់ ប៉ុណ្ណឹង ទៅ ជា ទូ ទៅ បើពាក់ព័ន្ធទៅនឹងគ្រួសារអភ័យសវុកនេះវាជាជំងឺដ៏ស្មុគស្មាញមួយចាក់ស្រេះនៅក្នុងសង្គមកម្ពុជារបស់យើងដែលធ្វើឲ្យអ្នកប្រវត្តិវិទ្យារបស់យើងពេលខ្លះពិបាកក្នុងការបកស្រាយតែចំពោះគ្រួសារអភ័យសវុកបែនបើតាមស្ដាប់វីដេអូរបស់ពូឲ្យយើងធ្វើការពិចារណាថាអ្នកខ្លះយល់ថាគ្រួសារអភ័យសវុកបែនជាពូជក្បត់ជាតិបាទអញ្ចឹងក្នុងការ live តរបស់ពូដែលគេយកមកបង្ហោះតាមបណ្ដាញសង្គមនេះពូអះអាងថាគ្រួសារអភ័យសវុកនេះវាមានហេតុផលអញ្ចឹងមិនមែនជាជនក្បត់ជាតិទេហើយបន្ទាប់ពីបែនងាប់ទៅឡើងបែននេះបែនមិនសម្រេចចិត្តចូលមកកម្ពុជាដោយសារតែកម្ពុជារងឥទ្ធិពលរបស់អាណាមដូច្នេះហើយបែនងាប់ទៅឡើងបែនបានសម្រេចចិត្តរត់ទៅសៀមបន្តទៀតចំណុចនេះជនទាំងឡាយណាដែលដឹកនាំប្រទេសជាតិបង្កនៅវិនាសកម្មអន្តរាយស្លាប់មនុស្សជាតិជនទាំងឡាយនោះត្រូវតែខ្លាយទៅជាជនក្បត់ជាតិមិនថាហេតុផលណាមួយរយៈពេល3 ឆ្នាំ 8 ខែ 20 ថ្ងៃប៉ុលពតបានដឹកនាំនយោបាយរបស់ខ្លួនយើងថា2 ឆ្នាំ 8 ខែ 20 ថ្ងៃចុះថ្ងៃទី1 មករា ឆ្នាំ 1976 បានកើតឲ្យមានរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យមួយឆ្នាំឆាចោលសម័យអន្តរកាលថាមិនដឹងអាណាសម្រាប់អាណាឥឡូវដឹកពី76ដល់79អញ្ចឹងមានរយៈពេល2 ឆ្នាំ 8 ខែ 20 ថ្ងៃចន្លោះពេលនៃការដឹកនាំអំណាចរបស់អ្នកនេះណាបើកាលណាអ្នកមានការធ្វេសប្រហែសឲ្យមានការស្លាប់អាយុជីវិតរបស់មនុស្សទោះបីចុងក្រោយអ្នកឯងទៅបកកកម្លាំងប្រឆាំងជាមួយពួកវៀតណាមក៏ដោយក៏គេនៅតែថាអ្នកឯងជាជនក្បត់ជាតិដែរពីព្រោះអ្នកឯងដឹកនាំឲ្យមនុស្សស្លាប់នៅក្នុងសម័យកាលដែលអ្នកឯងធ្វេសប្រហែសក្នុងកិច្ចការនយោបាយរបស់អ្នកឯងជាជនក្បត់ជាតិអ្នកឯងជាមនុស្សឧក្រិដ្ឋទៅលុបលាងយ៉ាងណាក៏ដោយទោះបីមានអ្នកប្រវត្តិសាស្ត្រឡើងមក1 លាន 2 លានអ្នកទៅសរសេរថាពលពតជាជនស្នេហាជាតិមិនក៏វាលុបមិនចេញពីខួរក្បាលរបស់មនុស្សដែរវាជាកំហុសនយោបាយមួយរបស់មេដឹកនាំពេលដែលខ្លួនកាន់អំណាចឲ្យធ្វេសប្រហែសក្នុងតួនាទីរបស់ខ្លួនណាអានេះខ្ញុំចង់និយាយចឹងបញ្ជាក់ទៅពូចេមសុកវិញណាបាទបញ្ជាក់ទៅពូចេមសុកតិចទៀតចាំខ្ញុំបកស្រាយឲ្យល្អិតល្អន់ពូបកទៅមួយជ្រុងខ្ញុំបកទៅមួយជ្រុងខ្ញុំបកនេះមិនមែនដាក់បន្ទុកទៅលើបុគ្គលណាមួយឬអ្នកនយោបាយណាមួយឬក៏ព្រះមហាក្សត្រអង្គណាឬក៏មេដឹកនាំម្នាក់ណានៅក្នុងសម័យអតីតកាលថាត្រូវតែទទួលកំហុសទេប៉ុន្តែយើងត្រូវតែបកស្រាយដើម្បីឲ្យខ្មែរមានការពិចារណាដើម្បីកុំឲ្យខ្មែរវង្វេងអ្នកស្នេហាជាតិហើយនិងអ្នកក្បត់ជាតិឲ្យដឹងក្បត់ជាតិស្នេហាជាតិឲ្យច្បាស់ថាស្នេហាជាតិកុំឲ្យវាច្បោកច្បល់នេះវាបង្កើតឲ្យមានកំហុសនយោបាយតទៅអនាគតដែលយើងកំណត់មិត្តមិនបានសត្រូវមិនបាននៅក្នុងជាតិសាសន៍របស់ខ្លួនឯងរួចហើយត្រូវបានតម្កើងសត្រូវទៅជាមិត្តតម្កើងមិត្តទៅជាសត្រូវនេះអាបញ្ហាពេលបច្ចុប្បន្ននេះវាកំពុងមានបញ្ហាជាមួយនឹងប្រទេសសៀមប្រទេសអីហ្នឹងចឹងការបង្រៀនប្រវត្តិវិទ្យានេះវាសបញ្ជាក់ឲ្យឃើញថាបង្កើតនៅបញ្ញារបស់មនុស្សឲ្យមនុស្សហ្នឹងពេលដែលអានទៅហើយពេលដែលរៀនទៅហើយពេលដែលមុននិយាយអីហ្នឹងគឺផ្ដល់នូវសុភវិនិច្ឆ័យសម្រាប់អ្នកស្ដាប់ឲ្យគេពិចារណាកុំឲ្យវាផ្អៀងទៅមកជាហៀងកុំឲ្យវាទូទុនទៅមកជាហៀងវាកើតឲ្យមានកំណត់អកតៈសម្រាប់មេដឹកនាំអត់ទាន់និយាយអភ័យសវុកបែនឬក៏បែនឬក៏លោករស់លោកនងអីទេណាមកនិយាយពីរឿងខ្មែរក្រហមសិននៅពេលណាដែលអ្នកធ្វើប្រហែសក្នុងតួនាទីរបស់ខ្លួនបណ្ដាលឲ្យមានមនុស្សស្លាប់ទោះបីអ្នកឯងទៅលុបលាងខ្លួនយ៉ាងណាក៏ដោយអ្នកឯងចេញមុខប្រឆាំងជាមួយបរទេសអ្នកឯងប្រឆាំងជាមួយពួកវៀតណាមក៏ដោយក៏នៅតែអ្នកឯងជាអ្នកមានកំហុសវាមិនអាចមានអ្នកណាម្នាក់ទៅសរសេរប្រវត្តិសាស្ត្រសាជាថ្មីឲ្យលុបលាងថាពលពតវាអត់កំហុសបានទេដូច្នេះហើយការប្រព្រឹត្តរបស់មេដឹកនាំក្នុងសម័យកាលដែលខ្លួនកាន់អំណាចវាត្រូវមានការប្រុងប្រយ័ត្នបើសិនជាមិនឲ្យគេសរសេរតែខ្លួនជាអ្នកមានកំហុសវាតតែខ្លួនកុំប្រព្រឹត្តកំហុសនៅពេលដែលខ្លួនកាន់អំណាចនេះចាំឲ្យច្បាស់មិនមានអ្នកសរសេរប្រវត្តិសាស្ត្រណាមកអាចកលៃប្រវត្តិសាស្ត្របានទេណាចាំឲ្យច្បាស់ដូច្នេះឡើងមកថ្ងៃនេះខ្ញុំចង់និយាយរឿងទាំងអស់ហ្នឹងហើយនិយាយរឿងអស់ហ្នឹងក៏មិនមែនធ្វើរដ្ឋប្រហារនៅពាក្យសម្ដីការសិក្សាស្រាវជ្រាវរបស់ពូចេនសុកដែរ
គ្រាន់តែថាឥឡូវលើកយកចំណុចពលពតមកតែបន្តិចមកដើម្បីធ្វើការពិចារណាណាស្រឡាញ់ប្រទេសជាតិស្នេហាជាតិចង់ឲ្យជាតិរីកចម្រើនប៉ុន្តែស្លាប់ពលរដ្ឋរាប់លានអ្នកតើអ្នកធ្វើដើម្បីអីអ្នកធ្វើនយោបាយគឺដើម្បីឲ្យពលរដ្ឋរស់ស្រួលឲ្យពលរដ្ឋនោះមានបាយស៊ីឲ្យពលរដ្ឋនោះរស់នៅសុខដុមរមនាជួបជុំគ្រួសាររួចអ្នកធ្វើនយោបាយឲ្យមនុស្សស្លាប់រួចហើយអ្នកទៅលៀងខ្លួនឯងថាយើងមិនដឹងទេនៅពេលដែលយើងកាន់អំណាចនឹងមានគេមកបង្កប់ខ្លួនធ្វើមានជនមកបង្កប់ខ្លួនមានសត្រូវផ្ទៃក្នុងស្អីស្អីអ្នកឯងទៅនៅឯណាអ្នកឯងពេលដែលកាន់អំណាចទៅឯណាដែលក្តាប់អំណាចរដ្ឋបាលមិនបានអានឹងវាជាកំហុសនៃការដឹកនាំរបស់អ្នកឯងមិនអាចទៅបំភ្លៃការពិតបានទេការពិតវានៅតែជាការពិតខ្ញុំចង់និយាយរឿងនេះគឺខ្ញុំមិនមែនបរៀនពូឬបដៅពូទេពូមានចំណេះដឹងខ្លាំងជាងខ្ញុំពូសិក្សាស្រាវជ្រាវច្រើនជាងក្មួយក៏ប៉ុន្តែក្មួយចង់វេកញែករឿងកន្លែងហ្នឹងដើម្បីឲ្យមនុស្សខ្មែរទាំងអស់មានការពិចារណាស្វែងរកខុសត្រូវសម្រាប់មេដឹកនាំផ្ដល់ជាកតិអប់រំដល់មេដឹកនាំឬក៏ផ្ដល់ជាមេរៀនសម្រាប់មេដឹកនាំដើម្បីកុំឲ្យដោះខ្លួនចេញពីពេលដែលខ្លួនអស់អំណាចទៅហើយលៀងខ្លួនថាខ្លួនមិនដឹងអីណាហ្នឹងហើយមិនមែនគ្រាន់តែប្រឆាំងវៀតណាមខ្លាចបាត់ទឹកដីរបស់ខ្លួនខ្លាចវៀតណាមទន្ទ្រានលេបយកប្រទេសរបស់ខ្លួនហើយបង្កើតឲ្យមានសង្គ្រាមរ៉ាំរ៉ៃទៅហើយខ្លាចជាជនស្នេហាជាតិទេអញ្ចឹងពេលដែលដំបូងអ្នកឯងទៅចូលរួមជាមួយវៀតណាមនៅក្រៅយេកងអាហ្នឹងមិនក្បត់ជាតិទេណែគិតឲ្យធ្ងន់ណាគិតឲ្យជ្រៅរៀនប្រវត្តិសាស្ត្រថ្លឹងថ្លែងតររកកំហុសមេដឹកនាំឃើញកុំឲ្យមេដឹកនាំពេលខ្លះវាមានអាកំណត់អាក្រក់ពេលដែលខ្លួនចេញពីអំណាចទេអត់ដឹងខ្ញុំមិនដឹងថាអ្នកណាធ្វើរឿងហ្នឹងមានបរទេសមកធ្វើដឹងតែចុះពេលដឹកនាំទៅណាបានមិនដឹងតែគេធ្វើរឿងអស់ហ្នឹងបើធ្វើក្តាមនៅតែក្នុងស្នូកដែរកុំធ្វើមេដឹកនាំធ្វើមេដឹកនាំទៅទទួលស្គាល់ការពិតដឹងកំហុសរបស់ខ្លួនពេលដែលខ្លួនកាន់អំណាចគ្រប់គ្រងប្រព័ន្ធរដ្ឋបាលឲ្យមាំណាស្វែងរកសេចក្តីសុខឲ្យមនុស្សកុំដល់ទៅពេលចប់សាច់រឿងខ្លួនឯងទៅថាចប់ដោយបរិបូរទេខ្ញុំមិនដឹងថាចប់ទៅដោយរបៀបម៉េចអាហ្នឹងអញ្ចឹងវាជាកំហុសរបស់មេដឹកនាំឥឡូវចូលដល់រឿងរបស់ពូជាមសក់បន្តិចតាមខ្ញុំស្ដាប់វីដេអូរបស់គាត់ប្រហែលជាយូរដែរអញ្ចឹងមានន័យថាក្នុងចិត្តរបស់គាត់លើកយកហេតុផលជាច្រើនដើម្បីអីស្រាយកុំឲ្យថាយើងយល់ថាពូជអាភ័យសវងបែននេះជាអ្នកមានកំហុសនៅក្នុងប្រវត្តិសាស្ត្រចាំជនទាំងឡាយណាដែលមានគំនិតបំផ្លាញជាតិសាសន៍របស់ខ្លួនគឺជាជនក្បត់ជាតិមួយទី2ជនទាំងឡាយណាដែលឡើងមកដឹកនាំឲ្យលក់ក្បាលឲ្យបរទេសមកបំផ្លាញជាតិសាសន៍របស់ខ្លួនគឺជាជនក្បត់ជាតិចាំតែប៉ុណ្្នឹងទៅឲ្យតែមានគំនិតឲ្យតែមានខួរក្បាលការគិតនេះលក់ឧត្តមកតេបំរើបរទេសវិលមកបំផ្លាញជាតិសាសន៍របស់ខ្លួនសូមបីតែជ្រុងតូចមួយក៏ជនទាំងឡាយនោះខ្លាយជាជនក្បត់ជាតិដែរចាំឲ្យច្បាស់ពីព្រោះគេបានបំរើមហិច្ឆតាប្រទេសដទៃមកបំផ្លាញផលប្រយោជន៍រួមរបស់ប្រជាជនកម្ពុជាទូទាត់លាត់សើចថ្លឹងថ្លែងយ៉ាងម៉េចក៏ដោយក៏ប៉ុន្តែវាមានកលៈទេសៈរបស់វាកលៈទេសៈការសិក្សាស្រាវជ្រាវរបស់ខ្ញុំពេលខ្លះខ្ញុំក៏ដាក់បន្ទុកពេលខ្លះខ្ញុំក៏មិនដាក់បន្ទុកពេលខ្ញុំផ្ដល់នៅរឿងពីរសម្រាប់សុភវិនិច្ឆ័យការគិតអំពីគ្រួសារហ្នឹងទី1បែនខ្លួនឯងពេលចូលមកដល់កម្ពុជាមិនត្រូវជាមួយនឹងចៅហ្វាតែននេះនិយាយពីនយោបាយសម័យនោះនៅក្នុងសម័យកាលដែលមេដឹកនាំទាំង3មានវិវាទគ្នាមូសូបែននេះ3នាក់នេះគឺកាប់ចាក់គ្នានៅក្នុងប្រទេសរហូតដល់ព្រះអង្គឯងព្រះអង្គបានភៀសប្រកាយទៅនៅប្រទេសសៀមដឹកនាំមានមេដឹកនាំ3ប្រទេសអត់មានព្រះមហាក្សត្រចៅហ្វាមូចៅហ្វាសូចៅហ្វាបែនសិតតែចៅហ្វាវាស្មើតំណែងនាយករដ្ឋមន្ត្រីណាកាន់ការប្រទេសជាតិមិនបានច្បាំងកាប់ចាក់គ្នារួចហើយនាំព្រះអង្គឯងរត់ទៅសៀមទៅពេលដែលស្ដេចសៀមបញ្ជូនអង្គឯងព្រះអង្គឲ្យមកសោយរាជនៅកម្ពុជាវិញចៅហ្វាបែនខ្លួនឯងនេះមានដំណោះជាមួយចៅហ្វាតែនមានដំណោះជាមួយអ្នកផ្សេងនៅឧដុង្គមិនបានភៀសខ្លួនទៅនៅបាត់ដំបងរួចហើយសរសេរសារលិខិតទៅស្ដេចសៀមសុំយកខេត្តបាត់ដំបងក្រោមការគ្រប់គ្រងរបស់គាត់ពីព្រោះគាត់ដឹងតែគាត់មកនៅឧដុង្គវាមិនបានរឿងហ្នឹងខ្ញុំនិយាយប្រវត្តិសាស្ត្រ2-3ដងហើយតែខ្ញុំចង់និយាយពីរឿងហ្នឹងម្ដងទៀតដើម្បីឲ្យឆ្លើយតបទៅពូចេងសុកពូក៏ friend នឹងខ្ញុំដែរមិននិយាយទៅឲ្យបកកតំណោះទេពូណានិយាយទៅឲ្យគ្រាន់តែចង់ផ្ដល់ការគិតដល់មិត្តអ្នកស្ដាប់និងសត្វមហាជនឲ្យយល់ដឹងថាអ្នកណាក្បត់ជាតិអ្នកណាស្រឡាញ់ជាតិស្ដាប់មួយធ្វើការពិចារណាទាំងអស់គ្នារួចហើយរកហេតុផលមិនចង់ដាក់បន្ទុកលើគ្រួសារតកូលបែនថាជាមនុស្សក្បត់ជាតិទេប៉ុន្តែស្ដាប់ហើយថ្លឹងថ្លែងកុំឲ្យសត្រូវរួចខ្លួនកុំឲ្យអ្នកនយោបាយចុងក្រោយវៀតណាមជាអ្នកសម្លាប់ខ្មែរតាខ្ញុំមិនដឹងផងទៅឆ្លើយនៅសាលាក្តីវិសាមញ្ញបាទហើយដល់ពេលខ្មែរមួយចំនួនដែលមានទំនោរស្អប់វៀតណាមមែនឃើញទេពលពតអៀងសេរីខៀវសំផននួនជាមិនមែនបានធ្វើចឹងខ្មែរណាទៅសម្លាប់ខ្មែរអាអ្នកនយោបាយដែលមានកំហុសនយោបាយតែប្រហែលកាយកប់ត្រឡប់ដានរួចខ្លួនអស់លីកំហុសធ្លាក់ទៅលើយួនជាអ្នកបង្កប់ខ្លួនចូលមកសម្លាប់កម្ពុជាតែអាអ្នកគេកើតតន់គេដឹងនោះមានអាណាក្រៅពីពួកខ្មែរយើងមកបណ្ដើខ្មែរយើងយកទៅវាយក្បាលចោលមានយួនណាស់មកធ្វើរឿងហ្នឹងបើសិនជាក្នុងករណីមេដឹកនាំថាយើងចាញ់ល្បិចយួនវាត្រូវបន្ទោសក្បាលខ្លួនឯងទៅវាថោកក្បាលខ្លួនឯងវាអន់ណា
đại luôn anh chỉ mê đặc nom hay được tranh là bạch kê ôi cái chiết luôn chôn mà sầm lấp chôn chiết ấy nhỉ từ tuôn xóa là bảo khi mê đặc nom mắc khi lướt anh phải cùng tập đốt căng cái yêu chứ quạt tham muốn đừng quạt chơi là cái đây quạt sông được đầy xong mà phải tu bị chôn nó trong thằng để slap crom ca bình chia bảo quạt nè chỉ ca từ tuôn khó trâu bọc mê cục muối chót tầm ram mê đặc nom thông thống chơi bại sai đắng là na thơ mơ bị chơi hay cái nó cái hay ná hao anh chân chắc mê đặc nom thâu tiệt là biên trong anh si bỏ bay năm mà bay khai mà bay ngay đầy chương và bắn mê đầy mưa ở trong đăng máy và mán á để đặt bắn tục hay đỏ bắn tục thả phụ này chỉ phụ này hai chuyện sau có thưa mà bàn tầng tông bật đi xa mình oi miếng vô đô mà ai nói đây gì chẳng mình khác đọc tàu mà phải táo đô bàn bay chương còn lán một cái tóc áo máu cả má thế là khác á việc phơn trong á rồi miếng mày nhưng mà chẳng muốn chỉ chân này hai chuyện đặt tại hiện phải trang luôn các bà Pol Pot yên sẽ đi kêu sầm phòn son sen nó hay để rót tập tầng phụ diện con ngoài chui váy bờ công ta phụ năng về chui váy con mình ban chi là bóp xa thiên là rồi lục hai mà đá trong càng nghe chân tay dục lời màu riêng ôi bắt vì đường năng 200 tranh thơ thì dục bài còn ôi là nghịch chân đôi khai đánh bấm bờ thằng đạp đó chứ đường của quát là sao đường yêu bài trong màu riêng rồi dương tranh thơ thì yêu bài á ôi squad mất squad sờ squad này yêu bài on này yêu bài các làm ấy chui và tê chết ôi về đi chậm ran tầm mục còn toàn kho đường là yêu bài trăm từ chơi đạp xa mày dưỡng sọp dún à mày dưỡng sọp xiêm à chẳng ai đặt tục tranh lại ai tha đi tha nó thớ rồi luôn hay miền tròn chiết mày dưỡng tiết để can chương phụ nó nhớ chiếc nẹp vào trang ở Việt Nam bảo công tập ban quát vào trang Việt Nam trâu ơi bảo công tập ban quát ram ray nông Việt Nam mình lệch bạt mình khó tê có bàn tay cầm hồn vô bài lăng play nữa rồi á khó thà khó trâu mà cái miền hết Paul là bao nhiêu miền bốc hết là bao nhiêu mạch ban kỳ chùl mà bà sân cái dương mình kiếp sân cắt mình rất mình tăng và chia chôn là bạc luôn anh có kê mình lúc chôn cách cà tây không đây bà dương mình bay bạc tây không mình thơ vì sao ta cam không bạc luôn ấy còn mình miền Thái của họ mặc một rốt tranh bị bô bia tổ can Việt Nam tổ hao Việt Nam ở ngoài đây bà Pol Pot yên sẽ đi kêu support đặc nom và tây ri chấm đan có kê mình tổ nom Việt Nam ở ngoài đây chăm mà chứ bác này riêng này vô bay này dây mình phiên tổ khang ná bằng thăng thay và chia chôn Campuchia này ta tao nói tao đang tiền các bạn mà mau đây anh chắc các bạn khiêm ta phải cao cho nạ bạn nói một cái tiền mình hơn cả muốn chưa xây bị cha na muốn chưa xây riêng sân cho kết nè nơi cái đó cho chân nhá mơ anh khó na từ còn toàn trâu tàu lái còn toàn trâu tàu mình với trẻ rắc vô đoàn khai dương chắc cái dòng dây mà mau những người cắt pin tí chơi anh pin tại Facebook cho tao bị chăng ạ chẳng hay đáp mình cho đáp cho đi mình cho riêng cho này là mồm lư cái thá tua cái chơi hơi đây vậy tao thứ mấy bạn chơi môn kia hay ăn rút chèn đáp mình ban quên kết mình ban ngay chẳng hay bị chơi đặc khó đặc non mà tết không bị can đặc khó rồi này nhé thằng thay cái này nó đâm bay rọ cầm hôm nay đặc non mày khơi mấy đã bằng tốc thật quạt đang thở thơ khó tê bị pro quạt đặc khó luôn anh rồi chẳng ai quan từ tu khó thở từ chụp cô thùng mơ bà quạt công tần lục liêng vì chia viên đòn này nhiều bài cái đó tiết anh miền phải chia chôn bảo anh trăm cà phê anh tôi bay anh sầm lạp anh rọp liên cái đó trong khối anh qua đây slide ra bò thứ anh ngồi luôn này vô phải chia chôn anh trăm ta sạp anh đi trăm ta quan trối trăm ta support anh này cả là anh dây xây tới anh dọc chân bò tê thơ chỉ chấm đắp mắng yuan hay năng xiêm chia sợi trai của bạn sao bảo anh cả là anh bên cầm hỏi anh còn thay yuan thơ hướng nắng xiêm thơ hướng nắng chôn sập yuan sập xiêm tới anh ngồi luôn chẳng hay vì chia tầm loạt à cọ là bằng mê đặc nom chấm non coi đầu tiết cứ ắt tôi có trâu trong tổng vơ này cả thôi bạc luôn thì đi chạm mà ba ngày đi gì tí hay có toàn máu chạm trôi tàu đường bỏ pu chém sóc nhom ta sao quạt coi chụp friend trong đây hai quạt miền chấm này đang lơ khăm môi từ tiền pu chém sóc quạt miền chấm này đang chờ này mẹ toàn từ đang giao chấm này đang tu tàu tại đại sang nhom sạp video quạt tàu lư còn gì đừng chào pha ben đừng chào pha pen đừng lục rùa lục non đừng cả lục nhon hay đừng cả thà thòn trống nắng nhom có do cái đường này chỉเป็น thiên bát mình tách สำหรับ ไอ้บอมบ์ ทางไกล ក្នុងការ live តររបស់គាត់ចង់បញ្ជាក់ថាពូជចាហ្វាបែននេះមានហេតុផលរបស់គេមិនមែនជាក្បត់ជាតិទេអញ្ចឹងគាត់ថាប្រជាជនកម្ពុជាមួយចំនួននោះដោយសារតែរៀនប្រវត្តិសាស្ត្រមិនដិតដល់បែរជាចោទដាក់បន្ទុកថាគ្រួសារនឹងជាពូជក្បត់ជាតិបាទចក្រីដែលយើងហៅថាជាស្ដេចរាមាទី1ដែលខ្ញុំនិយាយវីដេអូវាច្រើនណាស់ខ្ញុំក៏មិនចង់រំលឹកមករឿងនឹងឡើងវិញចក្រីដែលជាមេតបរួចហើយតាំងខ្លួនឯងជាស្ដេចរបស់ថៃនេះដែលយើងហៅថារាមាទី1ហ្នឹងយកព្រះអង្គឯងធ្វើជាបុត្រធររួចហើយបញ្ជូនអង្គឯងមកជាមួយនឹងចៅហ្វាបែនហ្នឹងមកឲ្យសោយរាជនៅកម្ពុជាបាទបញ្ជូនបុត្រធរមានន័យថាយកព្រះមហាក្សត្រខ្មែរជាបុត្រធររួចហើយបញ្ជូនព្រះអង្គមកសោយរាជនៅទីក្រុងឧដុង្គនេះពីព្រោះមន្ត្រីខ្មែរយើងកំពុងតែច្បុកច្បល់គ្នាចៅហ្វាមូសូបែនតែន 3 4 នាក់ហ្នឹងកាប់ចាត់គ្នាដណ្ដើមអំណាចគ្នាបាទ
โดยใช้ประเทศเราจะมีประมาณสัตว์จังไปจูนองเองบองอ้อยมาสาวเรียเจ้าฟ้าแบนครูนไอเนี่ยไปจูนบองหมดดอลเฮ้ยนึกมันซอกเตะไปพวกครูนทลอบเมียนวิเวียดเนี่ยสมัยกาได้เปรี้ยองต้นมันเปรี้ยองนนในการทำนายโดยใช้พี่ครูนเจนปีพนมไปเนี่ยเจนปีเรียกนี่ดองนั่งแต่ในใครบัตรบองตัดดักกระเจอเนาะบัตรบองนั่งนะขนมโกดาวเก๊คือจ้องรถแต่ประเทศเซียมก็ปันใต้ดอยน้อยพอคือตอนบัตรบองคือได้หล่อคือเคยบอลนั่งไปกู้ไอ้รุ่นนั้นให้นามวยคือจะฝักเจ้าฟ้าพร้อมคือดักกระเจอในบัตรบองนั่งกันดักกระเจอในบัตรบองให้คือลุยเซซ่าชื่อสังกัดมวยtừประพุทธเจ้าฟ้าจุฬาโลกได้ยังสวาไทยจีจักรไรนึงหรือก็สมัยเรียนเมียที่มวยมาไทยนึงไงต้องไล่ไปเจอไอ้ชุบบ้านยังดำไปเอาพลังไทยวิจารณ์นาก็เนี่ยเป็นนั้นกีถ้าส้มอ้อยประอังจะเซซาลิคัดtừควายแบบบาดอ่องเองส้มอ้อยเกยยกแคดใบเมียนแคดบัดบ้องแคดเสียมเรียบหนึ่งจงกาลบ่าจงกาลสับไงนี้คืออุดรเมียนจีให้นั่งบันเซ็งไปนั่งเมียนทะเลเป้าหรือก็ทะเลมูลจะล้ำทะเลมูลในสระนั่นมาลูปรีบ่าเธอไม่ได้นั่งอ้อยในกรมการกรุบกรองระบบเกนะวิจูลจะเล่ามันว่าสไตล์เสียมเป็นนั่งเจียใบดาทอพร้อมรู้จะให้ดักอ่ำนายกรุบกรองเลือกเปรี้ยองเองพองในเป็นได้เจ้าฟ้าแบนคนไอจะเซลิคัดเติมจังฮัทเบียบ้านไปสไลด์เสียมแต่ร้องจะเซลิคัดมวยพญาหมดไฟเปรี้ยองเองเลือกตีมวยเปรี้ยองเองปัดใส่เลือกตีปีเปรี้ยองเองปัดใส่เลือกตีใบปองยุลโปรมโดยสารเป็นการเก็บสังกัดกรมอ่ำนายระบบสไลด์เสียมพองปองยุลโปรมปันเต้ยุลโปรมเอาได้แต่งใบแค่นี้กรมการกรุบกรองระบบเจ้าฟ้าแบนนี้คือตรำแต่เรียกเปรี้ยเจ้าฟ้าจุฬาโลกเต้ส้มปีนึกไอกระซาประวัติศาสตร์ขมายลังวิ่งเปรียองบานอนุญาตเอาสตักเสียมยกสวยสหกรณ์ปีเจ้าฟ้าแบนคือตรำแต่เรียกในอายุระบบเปรียเจ้าฟ้าจุฬาโลกหรือยังหาทำเปรียปุ๊ดยอดฟ้าจุฬาโลกนั่งเมนในนั่งเมนถ้าเอาแขกนั่งบัดเตอร์เนี่ยเมนแขกนั่งเอาแต่เมนปันไตมันเมนเอาเหมือนใจเสียมมากรุกรองเตนนี่คือจิกาวิเวียดระบบแดนไตกัมพูชีจะมวยเสียมหมกดอลเป็นปัจจุบันหรือนั่งแต่ชมไล่ชรันซาเฮยให้พลังไทยจะมวยเข้มเหมือนเมนจ้องแต่ปะในแซ่จะมวยปูท่าปูอาจจะฟ้าใบนั่งเวียนเมนล้อเท่เด็กบัดเจ็บปันไตนับให้พิจารณาล้วนไอเตอร์ดับใบดอกบรรทุกชนมวยหรือก็ดับบรรทุกชนมวยตระเลียนประวัติศาสตร์เอาหนึ่งอันเนี่ยขบัดคือตระขบัดเนี่ยสมัครตรังคือตระสมัครตรังแน่อันแล้วเนี่ยเธอซามวยเตอร์ประมาณ30ตอนสายมันเนื้อดองอาบานตัวหนึ่งกีโดยจะให้เกิดล้วนเตอร์ในบัตรบองแต่เซซามวยพญาสายเสียมดับใบสายเสียมเก็บสกัดสายแม้เอาได้ใบแค่นั้นมากวาดกันโดยให้ประโมลซวยซาก็โยนแต่ไฟสายเสียมเนี่ยเองมันลังสายกัมพูชีtừลังสายเสียมกี่ฮาวถ่ายจนขบัดเจ็บสังกัดไอ้ทุนต่อแล้วตีหอขยมในกัมพูชีประกาศคณะปะนโยบายมวยให้จำเมื่อขยมขบัดเจ็บหรือสายหาเจ็บนะขยมในประเทศกัมพูชีรู้ขยมประกาศคณะปะนโยบายมวยเป็นอันเป็นคณะปะนโยบายให้ขยมลุ้ยแต่เตะตรงที่มวยบอลเตะส้มใจกับเพลิงบอลเตะมัดยกม็อกบอมพลายรัฐบิบาลหรือเธอมีแทงสนารัฐบิบาลหรือก็ขยมดอลปอร์เมียนพิประเทศกัมพูชีนี้เอาไปจำมึดในประเทศใบข้างแต่กับปุ่งเมียนสังเกตตาขยมจีจนสายหาเจ็บหรือขยมเจ็บจนกระบาดเจ็บเกิดខ្លួនឯងនិយាយនេះអត់ចង់ដាក់បន្ទុកថាគាត់ជាជនក្បត់ជាតិឬស្នេហាជាតិប៉ុន្តែគិតមនុស្សយកក្បាលមកកើតមកយកក្បាលមកយកខួរមកដែរបាទកើតមកពឹបយកខួរមកយកក្បាលមកជាមួយគឺសម្រាប់ឲ្យពិចារណាជាម៉ាស៊ីនជា memory មួយសម្រាប់ផ្ដល់ការចងចាំឧទាហរណ៍ខ្ញុំអញ្ចឹងតើខ្ញុំជាជនស្នេហាជាតិទេដែលខ្ញុំទៅចាប់ដៃជាមួយជនបរទេសរួចហើយខ្ញុំមកបំផ្លាញកម្ពុជាវិញដើម្បីសេចក្តីសុខរបស់ខ្ញុំព្រោះពេលហ្នឹងខ្ញុំត្រូវការមានគេជួយគាំពៀពីក្រោយខ្នងឲ្យខ្ញុំរស់នៅបានសុខមានស៊ីគ្រប់គ្រាន់ចៅហ្វាបែនកាន់អំណាច3ខេត្តនៅក្នុងប្រទេសកម្ពុជាលើកសួយសហគមន៍ទៅថ្វាយស្ដេចចៅហ្វាจุฬាលោកណារួចហើយចៅហ្វាจุฬាលោកនេះការពារចៅហ្វាបែនមិនឲ្យអាណាប៉ះពាល់ថែមទាំងដាក់ឲ្យទៅជាត្រកូលអភ័យសវង្សបែនអភ័យសវង្សប្រែថាអភ័យទោសចឹងមានន័យថាបែនឈ្មោះរបស់គាត់អភ័យសវង្សបែនពូជដែលមិនជាប់ទោសពូជដែលសម្រាប់អាណាក៏បានពូជដែលសម្រាប់គេអត់ចេះមានទោសអភ័យសវង្សអភ័យទោសវងត្រកូលត្រូវបានគេលើកលែងអភ័យទោសបាទគិតណាស្ដាប់ហើយគិតណាអត់ចង់វេកញែករកកំហុសអ្នកណាប៉ុន្តែគាត់ថាពេលនិយាយឲ្យថ្លឹងថ្លែងពិចារណាខ្លួនឯងដើម្បីកុំឲ្យខ្មែរមានការយល់ច្រឡំតទៅទៀតចេញមកកាន់ជើងនេះចេញមកកាន់ជើងនោះមនុស្សណាក៏ដោយកាលណាមិនបំរើប្រយោជន៍របស់ជាតិរបស់ខ្លួនគេហៅតែជនក្បត់ជាតិឲ្យតែមានគំនិតតាក់ទងជាមួយបរទេសមកបំផ្លាញកម្ពុជាសំបីតែដី1មីលីម៉ែត្រដែលបាត់ទៅឲ្យប្រទេសសៀមក៏គេហៅតែជនក្បត់ជាតិដែរក៏គេហៅថាមនុស្សសុំកលុំគំនិតជាមួយបរទេសបំផ្លាញកម្ពុជាដែរចាំឲ្យច្បាស់
ហើយនេះអំណាចនៃការគ្រប់គ្រងជាស្ដេចត្រាញ់របស់គាត់6ចំនួនមនុស្សអត់មានអំណាចហ៊ានប៉ះពាល់ទេឥឡូវយើងតិចទៀតដល់ហើយព្រោះមិនខ្ញុំស្ដាប់ពូជេមសុកគាត់ថាហេតុផលដែលគេមិនមកចុះចូលជាមួយកម្ពុជាវាមានចេះតិចទៀតខ្ញុំនឹងអត្ថាធិប្បាយដល់ហ្នឹងនេះកំណើតការជាដំបូងបំផុតតើបែនមានកំហុសទេបែនមានកំហុសអត់ដែលបែនមិនខ្ចីរណបក្រុងឧដុង្គបែរជាទៅលើកសួយសហគមន៍ថ្វាយទៅរណបស្ដេចសៀមដើម្បីឲ្យខ្លួនមានអំណាចជាស្ដេចត្រាញ់គ្រប់គ្រងលើទឹកដីហ្នឹងថ្មីត្បិតថាសៀមមិនដាក់អំណាចគ្រប់គ្រងលើទឹកដីបាត់ដំបងមែនក៏ប៉ុន្តែគាត់មានមនុស្សម្នាក់សម្រាប់ប្រើរួចស្រេចមានអំណាចពេញដៃណាស្ដេចសៀមចាំបាច់ដាក់រដ្ឋបាលគ្រប់គ្រងអីស្ដេចសៀមបានមិនបានដីពីយើងប៉ុន្តែបានអំណាចពីយើងពីព្រោះយើងរស់នៅសម្រាប់បម្រើមហិច្ឆតារបស់ពួកសៀមខេត្ត3ជាខេត្តដែលសម្បូរជង្រុកស្រូវរួចហើយប្រមូលស្រូវបានយកទៅថ្វាយសៀមរួចហើយតាំងខ្លួនឯងថាជាអ្នកស្នេហាជាតិវាមិនត្រូវទាំងដែលស្ដេចឧដុង្គនេះដណ្ដាបទៅនោះអត់អីហូបស្ដេចឧដុង្គត្រូវការការពារប្រទេសត្រូវការកសាងប្រទេសរបស់ខ្លួនបែរជាស្ដេចត្រាញ់លើកសួយហាកទៅថ្វាយបរទេសរួចមានអ្នកការពារថាគាត់ជាជនស្នេហាជាតិបើគាត់ក៏ធ្វើអញ្ចឹងដែរបើយើងក៏ធ្វើអញ្ចឹងដែរប៉ុន្តែយើងធ្វើអញ្ចឹងជាលក្ខណៈក្បត់ជាតិឯងមនុស្សដើម្បីបានអំណាចមកខ្លួនឯងសុខចិត្តរាវទៅទៅចាប់អ្នកដទៃដើម្បីមកជួយការពារឲ្យបានអំណាចគិតមើលខ្ញុំអត់ได้ដាក់បន្ទុកទេប៉ុន្តែខ្ញុំឲ្យបងប្អូនពិចារណាព្រោះរឿងគ្រួសារអភ័យសវងបែបនេះវាអត់ដាច់ស្រេចសោះបានថ្ងៃហ្នឹងឡាយច្បាស់តែហ្មងហើយក៏ជាការឆ្លើយតបទៅពូជេមសុកដែរព្រះពុទ្ធយត់ហ្វាจุฬាលោកសោយទីមង្គតព្រះចៅលឹកឡានភាឡៃឡើងសោយរាជត្រូវនឹងអភ័យសវងបែបងាប់ស្ដេចសៀមព្រះពុទ្ធលក្ខឡានភាឡៃលើកអំណាចនេះទៅឲ្យអភ័យសវងបែនអភ័យសវងបែនកូនរបស់អភ័យសវងបែនតែខុសពាក្យសន្យានៅពេលដែលព្រះពុទ្ធយត់ហ្វាจุฬាលោកសោយទីមង្គតដីនេះត្រូវបានមកកម្ពុជាទៅមើលលក្ខន្តិកៈនៃការខ្ចីដីឬក៏ការគ្រប់គ្រងអំណាចរៀនប្រវត្តិសាស្ត្រទៅរៀនឲ្យវាល្អឲ្យអញ្ចឹងឲ្យញញឲ្យវាសឹងថាកលាបតិចៃបន្តិចក៏រៀនហ្នឹងណាទៅពិនិត្យមើលវិញមើលដីហ្នឹងវាមិនត្រូវបានទៅណាណាដីហ្នឹងអស់អំណាចរបស់ព្រះពុទ្ធយត់ហ្វាจุฬាលោកត្រូវបានមកកម្ពុជាចឹងមិនបានស្ដេចសៀមប្រើអំណាចផ្ដាច់ការរបស់ខ្លួនលើកអំណាចនេះទៅថ្វាយទៅដល់អាប៉ែនកូនរបស់អាប៉ែននេះត្រូវគិតក្រែងដីហ្នឹងពេលដែលឲ្យងាប់ត្រូវបកគលមកឲ្យខ្មែរវិញចឹងមិនបានអំណាចរបស់ព្រះចៅលឹកឡានភាឡៃបែរជាផ្ដាល់ដីហ្នឹងទៅឲ្យលោកប៉ែនដែលជាកូនលោកប៉ែនគ្រប់គ្រងអំណាចបន្តហ្នឹងគឺជាការប្រព្រឹត្តក្បត់កម្ពុជាហើយពួកដីហ្នឹងពេលបៃតាធរនឹងសកលត្រូវបានមកកម្ពុជាអ្នកត្រូវគិតកន្លែងហ្នឹងរួចហើយពូជេមសុកគាត់យល់លេសថាមកពីឧទ្ទិរាជាអង្គច័ន្ទពេលហ្នឹងព្រះអង្គងាកទៅវៀតណាមចឹងហើយបានជាលោកប៉ែននេះដែលជាកូនលោកប៉ែននេះសុកចិត្តរត់ទៅរណបសៀមដើម្បីយកខេត្តបាត់ដំបងហ្នឹងបន្តការគ្រប់គ្រងទៅទៀតក្នុងកលៈទេសនាក៏ដោយអ្នកមិនត្រូវនិយាយពាក្យហ្នឹងទេក្នុងកលៈទេសនាក៏ដោយអ្នកមិនត្រូវប្រើពាក្យហ្នឹងទេអ្នកឯងមានសិទ្ធិអីមកអាងចាត់ចែងទឹកដីកម្ពុជានៅពេលដែលអាណត្តិរបស់អ្នកឯងផុតហើយហ្នឹងប៉ុន្តែអ្នកឯងក្រាញនៅទីនេះចង់បានអំណាចទាំងអស់ស្ដេចសៀមក៏ចង់បានអំណាចហ្នឹងចៅហ្វាបែនបកគលអំណាចឲ្យអាពួកអាប៉ែនកាន់នេះក៏ជាការក្រាញអំណាចរបស់ពួកគេដែររឿងកម្ពុជារត់ទៅចំណុះអាណាមមកពីកម្ពុជាមិនចង់ក្រោមអំណាចរបស់សៀមពីព្រោះរស់ក្រោមអំណាចសៀមវាពិបាកដូច្នេះហើយទើបព្រះឧទ្ទិរាជាអង្គច័ន្ទព្រះអង្គងាកទៅពឹងអាណាមវាមានហេតុផលបើរស់ក្រោមអំណាចសៀមវាស្រួលគេសុកចិត្តអោនក្បាលហើយគេមិនមែនទៅពឹងអាណាមទេហើយឯងយល់លេសកន្លែងហ្នឹងកម្ពុជាលេងស្ដាប់បញ្ជាអញហើយរត់ទៅពឹងអាណាមហើយចឹងហើយត្រូវទៅនាំកងទ័ពមកវាយរួចយកកងទ័ពមកភាគធំយកទៅការពារអំណាចរបស់ចៅហ្វាប៉ែនកូនរបស់លោកប៉ែនហ្នឹងបន្តទៅទៀតអាហ្នឹងមិនអំពើឈ្លានពានគេទាំងភ្នែករស់ទីមួយចង់បានដីគេទុកអំណាចឲ្យកូនចៅរបស់ចៅហ្វាប៉ែនគ្រប់គ្រងបន្តទៅទៀតដើម្បីចំណុះខ្លួនណែអញ្ចឹងហើយអាលេសមួយទៀតហ្នឹងលើកងទ័ពមកវាយគេដោយសារគេលេងស្ដាប់បញ្ជាចង់ឲ្យគេស្ដាប់បញ្ជារហូតដល់ថ្ងៃងាប់គេត្រូវការសេរីភាពរបស់គេដែរគិតតែក្រោមអំណាចសៀមប្រហែល700ឆ្នាំតាំងពីឆ្នាំ1400មកខ្មែរក្រោមអំណាចសៀម400 500 600 700 800 700 500ឆ្នាំខ្មែរវាធុញទ្រាន់ដែរក្រោមការគ្រប់គ្រងរបស់ពួកសៀមអញ្ចឹងហើយវាចេះតែលេសរត់ទៅនេះរត់ទៅនោះគេលោរួចខ្លួនពីព្រោះរស់ក្រោមអំណាចគេមិនអត់ស្រួលបើទៅពឹងអាណាមទៅគេលោបានស្រួលតែទៅពឹងអាណាមចន្លោះពេលហ្នឹងដូចយើងនិយាយអញ្ចឹងកពើហាញ់ខ្លាវាសិតតែឃ្លាតចំណៃដូចគ្នាអាណាទៅមើលដឹងប៉ុន្តែឲ្យតែដោះអំណាចរួចពីមួយសុកចិត្តទៅមួយដឹងតែគ្រោះថ្នាក់ប៉ុណ្ណឹងទៅដល់អញ្ចឹងយកលេសកន្លែងហ្នឹងដីខេត្តបាត់ដំបងសៀមរាបស៊ីសុផុនយើងហ្នឹងត្រូវបានលោកប៉ែនហ្នឹងគ្រប់គ្រងបន្តពីលោកប៉ែនទៅទៀតទៅលេសកន្លែងហ្នឹងលេសត្រង់ថាកម្ពុជាលេងចំណោះអញចឹងហើយមានតែបន្តអំណាចនៃការគ្រប់គ្រងដីឲ្យកូនចៅហ្វាប៉ែនបន្តទៀតទៅទាំង
ដែលកិច្ចសន្យាថាពេលដែលឪធွာងាប់នឹងត្រូវបានដីមកកម្ពុជាចឹងហើយបានជាឧទ្ទិជាអង្គច័ន្ទព្រះអង្គមិនព្រមអត់បកលដីមកឲ្យវិញមានតែបកលដីទៅឲ្យកូនរបស់ចៅហ្វាបែនគ្រប់គ្រងបន្តរឿងអីដែលគេមិនបកាច់តោងតាំងណែអារឿងហ្នឹងវាត្រូវអញ្ចឹងហើយខ្មែរយើងពេលហ្នឹងរយច្រកចេញដឹងថាខ្លានឹងកពើប៉ុន្តែវាត្រូវតែរត់ព្រោះក្រមអំណាចគេវាពិបាកអាណាទៅដឹងចុះទឹកកពើឡើងលើខ្លាសង្គមយើងពេលហ្នឹងវាពិបាកដែរណាអញ្ចឹងយើងក៏ពិបាកបន្ទោសមេដឹកនាំដែរដោយសារនយោបាយតុនខ្សោយកម្លាំងយើងវាតិចទៅហ៊ានយើងវាតិចចេះតែរត់ងាកទៅនេះងាកទៅនោះអញ្ចឹងហើយបានជាបុព្វហេតុដីនោះវានៅតែក្រោមការគ្រប់គ្រងរបស់ចៅហ្វាប៉ែនបន្តទៅទៀតដែលជាកូនរបស់លោកប៉ែនទៅបងប្អូនណាគិតកន្លែងនេះឲ្យច្បាស់មែនតើខ្ញុំនាំបងប្អូនមកធ្វើការពិចារណាជនទាំងឡាយណាដែលធ្វើការបម្រើប្រយោជន៍បរទេសមិនឲ្យបន្ទុកថាជាជនស្នេហាជាតិទេពីព្រោះគេបានទាញយកប្រយោជន៍របស់ប្រទេសខ្លួនទៅបម្រើមហិច្ឆតាបរទេសធ្វើឲ្យបរទេសធំធាត់ដោយការមានស៊ីមានចុកបុកតាពីដីរបស់យើងពីស្រូវរបស់យើងពីអង្គររបស់យើងហើយងាកមកខំយើងនោះមិនមែនជារឿងត្រឹមត្រូវទេដូច្នេះយើងថ្លឹងយើងថ្លែងឲ្យវាអស់អាចអស់នោមដើម្បីរកកំហុសរបស់មេដឹកនាំនៅក្នុងអតីតកាលហេតុផលវាសំរុំពេលខ្លះយើងក៏ឲ្យបន្ទុកដែរតែបើវាមិនសំរុំយើងត្រូវដាក់បន្ទុកបើសិនជាពេលនោះព្រះឧទ្ទិរាជាអង្គច័ន្ទមិនទៅពឹងវៀតណាមទេយើងសប្តាហ៍នេះក៏រស់ក្នុងអំណាចរបស់សៀមដែរមិនទាន់រើខ្លួនចេញពីសៀមទេតែធ្វើម៉េចកម្មរបស់យើងរើពីមួយវាទៅចូលមួយប្រទេសតុនខ្សោយតូចរណបនៅកណ្ដាលប្រទេសធំពីរវាតែងតែរងផលប៉ះពាល់នឹងឥទ្ធិពលរបស់បរទេសហើយកន្លែងនេះឆ្លើយតបទៅលោកពូជេមសុកតែប៉ុណ្្នឹងទេមានន័យថាមិនមែនចង់យកឈ្នះយកចាញ់ពូទេបាទចង់អ្នកណាគេយល់ថាចៅហ្វាបែនជាពូជតែស្នេហាជាតិក៏ថាទៅប៉ុន្តែខ្ញុំដូចជាមិនគិតថាស្នេហាជាតិផងបាទជនទាំងឡាយណាដែលបំរើឲ្យបរទេសមកបំផ្លាញសមិទ្ធផលឬក៏បំផ្លាញផលប្រយោជន៍របស់ប្រទេសរបស់ខ្លួនមិនមែនជាជនស្នេហាជាតិទេរកស្នេហាជាតិវាអត់ឃើញខ្ញុំបានកបានស្រូវទាំងតោនបោកដឹកទាំងអាទិសរួចហើយមកជន់ករះខ្លួនឯងលៀនដាប់យកទៅបំរើបំពាក់បំពន់មហិច្ឆតារបស់ពួកសៀមស្នេហាជាតិស្អីគិតថ្លឹងថ្លែងឡើងវិញមើលណាប្រមូលស្រូវកពីប្រជាពលរដ្ឋដែលធ្វើបានទាំងប្រមាណមាសពេជ្រកែវកងវិទូសូរការរបស់កម្ពុជានៅក្នុងខេត្ត3ដែលសម្បូរដោយជំរុកស្រូវហ្នឹងដាក់យកទៅថ្វាយគេរៀងរាល់ឆ្នាំមួយឆ្នាំរាប់រយអតេសឯងធ្វើស្រូវបានគេដឹកយកទៅថ្វាយដើម្បីឲ្យស្ដេចសៀមនឹងជួយការពារអំណាចគេរត់កន្លែងស្នេហាជាតិមិនឃើញបើទោះបីថាឧទ្ទិរាជាអង្គច័ន្ទពឹងយួនក៏ដោយក៏មកពីអំណាចរបស់ព្រះអង្គវាគ្មានក្រោមអំណាចរបស់សៀមព្រះអង្គមិនចង់រស់ក្រោមអំណាចសៀមដូច្នេះព្រះអង្គវាត្រូវតែរត់ទៅហើយបើកម្ពុជាវាចេះបាត់ទឹកដីនៅរាជព្រះអង្គឌួងបាត់ហើយកន្លែងនេះខ្ញុំមានមោទកភាពយ៉ាងខ្លាំងបំផុតចំពោះបព្វបរោះដើមរបស់យើងដែលបានការពារដីរបស់យើងនៅដល់សប្តាហ៍រៀនប្រវត្តិសាស្ត្រពេលខ្លះមិនមែនចេះតែដាក់បន្ទុកមេដឹកនាំទេវាមានចំណុចត្រូវនិងចំណុចខុសពីព្រោះកត្តាភូមិសាស្ត្រនយោបាយវាជំរុញឲ្យមេដឹកនាំពេលខ្លះត្រូវធ្វើរឿងហ្នឹងឥឡូវដូចពូជអភ័យសវងបែនអញ្ចឹងតើគួរធ្វើរឿងហ្នឹងទេទីមួយសម្របខ្លួនជាមួយនឹងឧត្តមអត់បានវាត្រូវរត់ទៅរកកន្លែងសុខរបស់ខ្លួនរួចហើយអំពើក្បត់របស់ពួកគាត់គឺរត់ទៅពឹងពាក់សៀមដើម្បីខ្ចីអំណាចខ្ចីដៃសៀមយកមកគៀបសង្កត់ពលរដ្ឋនៅក្នុងខេត្តទាំង3ក្រោមអំណាចរបស់ខ្លួនថែមទាំងមានឯកសារប្រវត្តិសាស្ត្រសេថាចៅហ្វាបែននេះណាអាណាតិចស្អាតចាប់កាត់ចោលដោយសារអីទី1ស្ដេចតាស៊ីនចាប់គាត់កាត់តិចចោលអញ្ចឹងចៅហ្វាបែនអត់មានតិចទេបាទតិចចំោះអីគេកាត់ចោលដោយសារអីគេដាក់ទណ្ឌកម្មសម័យដែលគាត់ការពារព្រះអង្គនុនមិនបានអញ្ចឹងហើយចៅតាស៊ីនខឹងពេកចាប់កាត់តិចកាត់ចំោះគាត់ឲ្យដាក់គុកជិត1ឆ្នាំតម្រាំមកដល់ចក្រៃដោះគាត់មកវិញណែគេថាអាណាតិចស្អាតបាត់ទេណាគាត់ស្អប់មនុស្សមានតិចស្អាតដោយសារគាត់អត់តិចអត់ស្លឹកតិចអាហ្នឹងអញ្ចឹងប្រើអំណាចផ្ដាច់ការណាស់ពូជនេះមិនមែនធម្មតាទេសភៅរបស់តូចឈួងទៅសេបាត់ដំបងសម័យលោកម្ចាស់ក៏យកចេញពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាយើងណាលំអិតពីរឿងខេត្តបាត់ដំបងក្រោមការគ្រប់គ្រងរបស់លោកប៉ែនលោកបែនណាលោករស់លោកនងកថាថនញញរហូតដល់កថាថនឈុំចុងក្រោយខ្ញុំរកមិនឃើញអ្នកខេត្តបាត់ដំបងគេកាន់ជើងណាឲ្យតែនិយាយប៉ះតិចតួចអ្នកខេត្តបាត់ដំបងគេចេញមកញ៉ាញគេថាលោកម្ចាស់គេល្អណាមិនគួរណាថាលោកម្ចាស់គេក្បត់ទៀតទេខ្ញុំគិតទៅខ្មែរណាគ្រាន់តែខេត្តរបស់ខ្លួនឯងសោះហ្នឹងអាចជិះជន់គៀបសង្កត់ប្រជាពលរដ្ឋក្រមអំណាចរបស់ខ្លួនឯងចង់ងាប់លើកសួយសារកមាសពេជ្រកែវកងវិទូសូរការយកទៅថ្វាយឲ្យស្ដេចរបស់គេហើយស្ដេចឯងត្រូវបានមួយឆ្នាំអង្គបាន100តោនអត់បានទេយក100តោនពីឯងបបេះប្រវត្តិពីវត្តប្រជាពលរដ្ឋឯងយកទៅថ្វាយគេរួចហើយគេថាគេជាពួកក្រាន់បើរួចមានអ្នកចេញការពារ
hay rồi pu chém sọc khăng nhom lọc nhom cho bạn đấu friend cho mùi kia phong mẹ này pu cái đó này cho phải chẹp ra tha cầm ho nó vô bay cứ chia cầm ho nó vô bay cầm dọc rương nhiệt rương sẵn đan rương khét anh khét kia vô tao lê lâm nó ở cả đặt nó mà bỏ vô rót hơi đừng nhận vô bay vì miền ca khoai ngầm nứt này khóc cứ khócแต่เธอไอ้พอรถสลับใบเรียนเนี่ยเขาให้อยู่ใบอัดเมียมาทาเต้กวดจงใจกวดประชังหนึ่งพวกเวียดนามน่ะกวดอ้อนั่นน่ะให้จ่าไปกวดดักนวมมาหนึ่งรอบเรียนหน่อยไหมอัดอ้ออัดนั้นกวดอัดนะเนี่ยซอเป็นเจ้าไอ้เคยทาบังเรียนเอาเนี่ยอยู่ใบเขาเจ้าถ้าจนกบฏเจียดไอ้ยองยูนสอบแบบย่างไงนะมุ้ยเนี่ยอยู่ใบกระไลปุ๊บประชังจะมุ้ยเวียดนามไม่กวดคือจนใส่หาเชียดนี่ทำไมปากกาดึงดังจังบ้านตำราบอกว่าตาซาเกย์เสียแต่ข้อนะเรื่องโจลตัวเวียดนามเป็นเงินปัจจัยรวมซ้ำมวยเรื่องโจลตัวเสียเป็นเงินปัจจัยรวมซ้ำมวยปัจจัยตรึตัดกัดถักข้อคือข้อตรึคือตรึอัดเงินตัวตู้ตัวรถเซอร์ใส่นักกี่ทักคนเธอมาปืนไอ้ตัวมวยโจลตัวเลยบัดเย่นายเธอคนมาสัมปืนนายบังเกงวามวยไม่ตรึตัวเมียนโตถ้าไอ้ชมเธอคนเกมากระโกไอ้ชมก่อนสำลักมนุษย์มันนั่งอัดปานอยู่อัดปานเนี่ยข้อคือข้อตรึคือตรึจังอ่ะเวกเงี้ยคลังใครแฮดพัลมอกปีเก๋มันจังโจลตัวกรมการกุกรงระบเวียดนามเนี่ยอะไรเนี่ยโดยเกย์เคยเปรียบตัวตีที่อังจันเงี้ยตัวเพิ่งงานน้ำเกย์มันจังโจลเบอร์รัวกรมนายเสียมเกย์รัวสวนให้กวาดตัวเลือกให้พอได้เป็นนุกเปิดสันเชียเจ้าฟ้าเป็นแต่จีโกนลูกเป็นตัวโจลจมวยหนึ่งเวียดนามมันไล่ซ้อมประเทศกัมพูชาตระบานกินเล็บโยบัตรเลยเวียมันเมนเต้อาเบนคลุนไอ้เนี่ยให้นอาเบนคลุนไอ้เนี่ยเป็นมันโจลเวียดนามการนาโจลเวียดนามเป็นกรมนายกุกรงเวียดนามอันเลือกเวียดตั้งจีสไลตรังจังให้ไปซอกจะจุดนอเซียมาจำนองเสียงบ้านเธอจีสไลตรังซอยเล็กกรุบกรงใบบนแคทอาณาพร้อมตัวโจลเวียดนามเพื่ออาบานนายจังเว้นเม้นไล่สำหรับกาเปียกัมพูชาที่ขนมนี้บอกว่าก่อนจังยังไงบาสันเจียเจ้าฟ้านี่มันกาเปียกัมพูชาเนี่ยกัมพูชาหนึ่งตัวโจลตัวเวียดนามเล็บอยู่บัตรไทยเว้นมันเม้นที่บ่ไปเจ็บบัตรตักใดเว้นมันเม้นบัตรตักใดปีเป้อะไรเนี่ยบัตรตักปีหน้าพี่นายไม่นะกรมตัวเล็กจีเวียร์บรอเชียไอ้หม้อเตียงแต่ตึงนู่นยี่เอาสกอลเถอะข้อเอาไปดังเขาเต๋อเอาไปดังเต๋อบาสันเจ็บเปรี้ยวตีดีจีอังจันบางรูนเอากรอมกาเก็บถึงก่อนบาเซียมไปสรูลนะมันรถตัวอนามทียอมเชื่อจังเอาแต่สรูลเกสังงามไม่เกมได้เลยทีแต่เวรูอัดสรูลเวรูอัดสรูลไปเตยแต่เรือเฮ้ยเตยแต่เรือเป็นเมียนปัญหาบอยสายยืงไปตู้เรือเตยไปคลายไปเตยไปคลายเรือก็ไปขออาณาเมื่อดังนกลงสมัยการมวยได้สะแทะแตะเราบอกบารังโจลมาตะบงมารวบกัมพูชียังขึ้นเก่าเสมอเก่าเสมอเนี่ยรับตัวกัมพูชีได้เราปรีละปัดละปลายพูชีชนไปเมียนจำนวนติดยังกิดเมื่อมาดาเรียนอยู่โรตามไม่โจลมารับทำไมยังเคยเก่าเสมอนะกิดแต่ทำไมพอปัญหาโดยชนะเฮ้ยมันเนี่ยมันรวมสามเมื่อกี้เนี่ยตีใบเชียตัวตั้งคลุนไอจิสตัดตรังให้ประเทศเจนจีพีใบรวยให้มาทาเวียปูสไนหาเชียบเนี่ยนั่งอ่ะยมเย่วิดีโอมันนะยมเย่วิดีโอมันอะไรผมเล็กภาษาทิศเกณฑ์รวมคะแนนมาปีอายุเชียเกณฑ์รวมคะแนนตั้งปีประเทศเกณฑ์รวมคะแนนอายุเชียช่วยสกาวตีมาปอนปีรอยเก้าสับปรำเกณฑ์รวมประเทศเอาเตอร์เชียประเทศแต่มวยใดยังเอาแต่ประเทศสยามหายเก็บโดเรียนทีนี้ปีสกาวตีแต่เนื้ออายุเชียเกณฑ์ตั้มรวมประเทศบันปีนะหายเกณฑ์ตั้มรวมรอดตู้นักบานบุญปรำที่ได้เหมือนตอนใครอยู่ประเทศทุ่มเองตีบอมพดอายุเชียคนไอ้มาปอนใบรอย50ใบดาวยางลุ้นโจลมาใบอิงโกเนี่ยดาวสายเมียนปูอามันไตรกบัดจังอะได้เวียนได้ครองสระระบายเยอะอะเวียนใบเพลอะบองโอนจานมาปีสเข้าเต้มาดอนโก7ปั๊มเปิ้ลใบรอยกิโลไม่บานเวียนดาวมาเอาปีอายุเชียมาดาวลุ้นเวียนอัดปักอะไรน้ำมือเวียนอัดปักนโกไสสิธรรมราชเวียนอัดปักนโกสุขานโกสุโขทัยเวียนอัดปักนโกอุบลเรียชนีเวียอัดปานโกเรียชมาเวียอัดปาปุบรายรมเวียอัดปาปุสุรินเวียอัดปาปุศรีสะเกษเวียอัดปานาซะให้ไอ้ก็เวียดาวมอร์ลูนแม่เราเกิดอะไรนั่งไม่บ้านไปเทือดำนาปีอายุเชียมาอ่อยตรังพลึงขมิ้นปากกองตัวนามวยเดสเก็ตพลายเวสมไปดันตินั่งเรื่องมันไตรนั้นสกจัดลูกขบ้าไหลบอร์เตทำไปตั้งครุนไอจิสไตรังเบิกเพลาอ่อยบอร์เตโจถึงเรียนกัมพูชีแต่เห็นเกย์ไปจีปีใบตันดับเมินเนี่ยเกย์มาปวดกรงโกจวบให้กรงโกไปน้องนักชมเยี่ยมเราหาสบุนไข่เป็นบึกมันตอนใบตัวนายนะหาสบุนไข่กิดเมื่อหาสบุนไข่เราเมียนประชาชนรับเลี้ยนเนี่ยตีบำพดเสียมมาปวดกรงโกวิจิเรื่องอักษรน้อยมวยนักไปอ่านกับวัดซ้ายจอกับบักสะเทิงกับวัดจอไปว่ายี่ก็ไปดอถนัดหนังมาปีไอ้ติงกบาลมันไตรอ่อนนังบานมุนหนึ่งโจรมาใบขมายตัวติงกบาลมันไตรตามแคสันไอ้กรมเธอไอ้เนอเสียม
ឯងធ្លាប់ក្រោមការគ្រប់គ្រងរបស់អង្គររាប់រយឆ្នាំហើយចឹងពេលអញវាយក្រុងអង្គរបានឯងប្រកាសជារដ្ឋឯករាជ្យជាស្ដេចមួយមិនចំណោះអញមិនចំណោះអង្គរជាស្ដេចត្រាញ់មួយចឹងទៅណាទៅអីនៅពេលដែលសង្គមត្រូវការរួបរวมគ្នាពូជអាចៅហ្វាបែនវារត់ចេញពីឧដុង្គទៅតាំងខ្លួនឯងជាធំនៅខេត្តបាត់ដំបងមិនបើវាស្នេហាជាតិវាមិនទ្រាំរស់នៅឧដុង្គទៅដើម្បីជួយសង្គមដឹងថាសង្គមវាកំពុងមានការបែកបាក់ហេតុអីបានវាសម្រុះសម្រួលគ្នាមិនបានវាសុកចិត្តរត់ទៅនៅបាត់ដំបងទៅតាំងខ្លួនឯងជាស្ដេចត្រាញ់លួចទៅសេសាផ្ញើទៅស្រែសៀមដើម្បីសុំយកខេត្តទាំង3ហ្នឹងក្រោមការគ្រប់គ្រងរបស់វាមិនក៏វាធ្វើអញ្ចឹងហ៎លោកពូចេញសក់លោកពូពិចារណាឲ្យមែនតើជាមួយក្មួយនឹងលោកពូប្រែនជាមួយគ្នាទេពូខ្ញុំមិននិយាយសម្លេងលឺជាទម្លាប់របស់ខ្ញុំទេពូមិនមែនជាតិចច្រឡំតែខ្ញុំខឹងឯងមែនទេពូខ្ញុំទម្លាប់ប្រើសម្លេងលឺអញ្ចឹងគិតថាគេបញ្ជូនមកឲ្យមកនៅឧដុង្គទៅហែកប្រទេសកម្ពុជាចេញពីពីឲ្យមានរឿងដល់សប្តាហ៍សាល់គេមរតករបស់អាចៅហ្វាបែនអារស់អានងអាញុញអាកថាថតឈុំគេហែងសល់ដល់សប្តាហ៍នេះខ្មែរឆ្លោះគ្នាដណ្ដើមដីណាអូយពូចេមសុកថាមិនមែនជាពូជក្បាត់ជាតិទេគិតពិចារណាឲ្យមែនតែនហើយគាត់និយាយក្នុងនៅស្ងៀមនេះពូចេមសុកណាគាត់និយាយគាត់ងាកទៅលិចងាកទៅកើតអីចឹងទៅគាត់ឈោហាត់ប្រានមកខ្ញុំស្ដាប់វីដេអូគាត់មកមិញទៅគាត់ថាគាត់ទៅវិញចេញនិយាយរឿងរបស់គាត់ហ្នឹងរឿងរបស់ចៅហ្វាបែនបន្សល់គេមរតកឲ្យខ្មែរឆ្លោះគ្នាដល់សប្តាហ៍ហ៎ពូអត់ទាន់រួចទេភាសាខ្មែរគេថាវាជាមេកមីវាជាឈ្នួននៃសង្គ្រាមដែលដុតបញ្ឆេះកម្ពុជាឲ្យមានវិវាទជាមួយសៀមដល់សប្តាហ៍បើក្នុងករណីมันមានចៅហ្វាបែនកាត់ដែនដីយក3ខេត្តក្រោមការគ្រប់គ្រងរបស់ខ្លួនឲ្យលើកសួយសារក៏ទៅសៀមក៏សៀមមិនបានសរសេរប្រវត្តិសាស្ត្រថាដីខេត្តបាត់ដំបងប្រទាយមានជ័យសៀមរាបរបស់អញណារមូលហេតុឃើញយ៉ាងណាតើក្បត់ជាតិទេក្បត់ជាតិអត់បើសិនជាចៅហ្វាបែនមិនគ្រប់គ្រងដីហ្នឹងក៏សៀមមិនបានសរសេរទុកថាអំណាចរបស់យើងគ្រប់គ្រងលើដីទាំង3ហ្នឹងក្រោមអំណាចការគ្រប់គ្រងរបស់ចៅហ្វាបែនលើកសួយសហគមន៍ទៅថ្វាយយើងទឹកដីនេះជាទឹកដីរបស់ឯងយកសួយសហគមន៍ទៅថ្វាយស្អែកសៀមឲ្យសៀមទៅសេវត្តសាស្ត្រកន្លែងប្រវត្តិសាស្ត្រដល់សប្តាហ៍នៅតែសៀមរាបរបស់អញឆ្នាំ41ជប៉ុនចូលមកធ្វើសង្គ្រាមនៅក្នុងផ្លុកឥណ្ឌូចិនគៀបសង្កត់ឲ្យបារាំងបកគលដីនឹងទៅឲ្យវិញទៀតព្រោះគេយល់ថាដីគេឥឡូវគេថ្លែងនៅអង្គការសហជីវជាតិគេថ្លែងប្រាប់ឯណាសន្តានទូតផ្សេងៗគេថាដីនឹងដីរបស់គេបាទបារាំងគៀបសង្កត់ឲ្យបកគលមកវិញវាគ្មានអៀនខ្មាស់សំបីបន្តិចនេះដើមហេតុគឺមកពីពួកអាចៅហ្វាបែនហ្នឹងអាក្បាត់ជាតិហ្នឹងហើយដែលវាបង្កើតឲ្យទំនាស់កម្ពុជាដោះស្រាយតចំនួន6ចំនួន7 8 9ចំនួនទី1នរោត្តមទី2ព្រះស៊ីសវត្តទី3ព្រះស៊ីសវត្តមនីវង្សទី4សម្ដេចនរោត្តមសីហនុទី5សម្ដេចនរោត្តមសីហនុដដែលព្រោះសង្គមរាជយមទី6លន់នល់ទី7ខ្មែរក្រហមទី8ប៉ែនសវណ្ណច័ន្ទស៊ីនិងសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែននៅក្នុងអតីតកាល8 9ចំនួនមនុស្សដោះស្រាយវិវាទវាអត់រួចទេមកដល់ពេលបច្ចុប្បន្នសម្ដេចបវរធម្មតាអាណាអ្នកសាងដោយសារវាហ្នឹងវាអ្នកសាងហ្នឹងបើវាកុំសាងរឿងហ្នឹងណាកម្ពុជាគ្មានវិវាទដល់សប្តាហ៍ពីព្រោះព្រំប្រទល់របស់កម្ពុជាកំណត់ច្បាស់ពិតប្រាកដហើយនៅក្នុងសម័យកាលឧដុង្គក៏គេមានបោះបង្គោលព្រំដែនដែររហូតដល់បង្គោលព្រំដែនកម្ពុជាមាននៅក្នុងទឹកដីបាកកតែរឿងឯងកោះចោលរឿងឯងយើងគិតមើលណាវាយឹតធឺភាសាថៃគេថាវាទាញយកឬក៏សង្កត់ធ្ងន់ទៅលើបញ្ហាមួយហ្នឹងដោយសារវាធ្លាប់គ្រប់គ្រងចៅហ្វាបែនធ្លាប់ទទួលយកសួយសហគមន៍ពីចៅហ្វាបែនទើបវាយល់ថាដីនោះជាដីរបស់វាបើគ្មានចៅហ្វាបែនមានវត្តមាននៅក្នុងប្រទេសកម្ពុជានេះខេត្តបាត់ដំបងសៀមរាបស៊ីសពុនហ្នឹងក៏សៀមវាមិនបានថាអញ្ចឹងដែរហើយវាមិនបានសរសេរប្រវត្តិសាស្ត្រទុកអញ្ចឹងដែររួចហើយទៅវិភាគឲ្យវារួចខ្លួនមិនវាចំណងបញ្ហាវាជាចំណងបញ្ហាដ៏ធំមួយដែលចងឲ្យខ្មែរឆ្លោះគ្នាដល់សប្តាហ៍ខ្ញុំមិនដាក់បន្ទុកថាពូជចៅហ្វាបែនជាពូជក្បត់ជាតិទេប៉ុន្តែខ្ញុំចង់និយាយថាពូជចៅហ្វាបែននឹងហើយជាពូជនាំឲ្យខ្មែរមានបញ្ហានឹងសៀមតើពូបដិសេធពាក្យខ្ញុំឬអត់រឿងទាំងអស់នេះវាសុទ្ធតែជារឿងរបស់ពួកយើងទាំងអស់គ្នាក្នុងនាមយើងជាអ្នកនយោបាយបញ្ហាត្រូវដោះស្រាយទៅអនាគតយើងជាអ្នកនយោបាយណាបើយើងមិននាំគ្នាដោះស្រាយយើងទាំងអស់គ្នានឹងរងនៅបញ្ហាទាំងអស់ហ្នឹងដូច្នេះបញ្ហាប្រវត្តិវិទ្យាឬប្រវត្តិសាស្ត្រត្រូវតែច្បាស់ពិតប្រាកដដើម្បីដោះស្រាយវិវាទជាមួយជនបរទេសឬប្រទេសក្បែរខាងត្រូវការអ្នកចេះដឹងខុសឲ្យដឹងខុសត្រូវឲ្យដឹងត្រូវចាំឲ្យច្បាស់ខ្ញុំមិនមែនជាអ្នក MMO ទេខ្ញុំមាន channel YouTube របស់ខ្ញុំប៉ុន្តែមិនមែនជា channel រលុយទេជា channel មួយដែលចែករំលែកប្រវត្តិវិទ្យានិងរឿងនយោបាយដើម្បីឲ្យបងប្អូនមើលទៅហើយសិក្សាស្វែងយល់អត់និយាយគ្រប់បញ្ហាដើម្បីរលុយទេនេះខ្ញុំសម្រាប់ខ្ញុំ
តើតែមានរឿងត្រូវនិយាយបានចេញនិយាយបើសិនអត់រឿងអត់និយាយព្រោះជំនាញរបស់ខ្ញុំសិក្សាស្រាវជ្រាវទីតាំងប្រវត្តិសាស្ត្រអានសភៅហើយទៅចុះដល់កន្លែងមិនជឿគេថាគេសរសេរចេះទៅដល់កន្លែងអត់មានផងអ្នកខ្លះគេសរសេរថាប្រាសាទកោះគេត្រូវបានគេលួចយកសេវលឹងចំនួន19ម៉ែត្រអីណាចេញបាត់ពីនោះដល់ពេលយើងទៅកោះគេផ្ទាល់អាណាលួចសេវលឹងគេទម្លាក់ចោលពីលើដំបូលប្រាសាទមកបាក់ខ្ទេចទីនឹងក្រោមហើយយើងអត់ពេលអត់បានទៅផ្ទាល់ជឿគេថាអូសេវលឹងត្រូវបានគេលួចយកទៅបាត់អីណាមានសម្រិតអីណា9 10ម៉ែត្រដល់ទៅមើលមានសម្រិតស្អីថ្មគាត់ណាក្បាលសេវលឹងគេស្រោបសម្រិតគេលួចយកទៅបាត់រួចអ្នកសរសេរចឹងឯងមិនដឹងរឿងពិតជឿគេតាមចឹងចឹងខ្ញុំគឺជាអ្នកចុះទីតាំងផ្ទាល់សម្រាប់ការសិក្សាស្រាវជ្រាវខ្ញុំមិនមែនជា MMO រលុយតាម YouTube ឬតាម Page ទេខ្ញុំនិយាយស្អីក៏ដោយខ្ញុំតែងតែផ្ដល់សុភវិនិច្ឆ័យសម្រាប់អ្នកស្ដាប់ខ្ញុំឲ្យមានការគិតបញ្ហាទាំងអស់នេះវាបន្សល់ទុកឲ្យកូនខ្មែរនៅមានវិវាទគ្នាទាំងសៀមយល់ថាចេះយើងយល់ថាចេះដូចមនុស្សពីរនាក់ដែលដណ្ដើមគ្នាដូចកដាលចឹងពូចេមសុកគាត់កំពុងតែយ៉ាងណាទៅព្រោះពូចេមសុកគាត់ក៏ជា friend របស់ខ្ញុំដែរខ្ញុំ live ចឹងគាត់ក៏មើលឃើញដែរព្រោះជា friend ជាមួយគ្នាដែរពេលខ្លះខ្ញុំមិនដាក់បន្ទុកថាពូនិយាយខុសទេខ្ញុំពីក៏ស្ដាប់ពូដែរគ្រាន់តែថាខ្ញុំជាទូទៅមនុស្សខ្ញុំចូលចិត្តស្លឹងថ្លែងនៅកដាលខ្ញុំចូលចិត្តស្លឹងថ្លែងនៅកដាលហេតុផលឥឡូវយើងគាត់និយាយហេតុផលគាត់និយាយថាពូចៅហ្វាបែនក៏បានរួមចំណែកក្នុងការការពារដីកម្ពុជាកុំឲ្យវៀតណាមលេបដែរអញ្ចឹងដោយសារតែព្រះឧទ្ទិរាជាអង្គច័ន្ទព្រះអង្គបានចូលទៅពឹងអាណាមតែយើងត្រូវសិក្សាស្លឹងថ្លែងថាហេតុអីបានជាព្រះឧទ្ទិរាជាអង្គច័ន្ទទៅពឹងអាណាមមកពីគាត់រស់ក្រោមអំណាចព្រះមហាក្សត្រព្រះអង្គរស់ក្រោមអំណាចនៃការគ្រប់គ្រងរបស់សៀមបើសិនមិនពឹងអាណាមពេលខ្លះសៀមក៏លេបយកសៀមវាមិនមែនគ្រប់គ្រងប្រយោលទេនៅក្នុងពេលអនាគតវែងឆ្ងាយមួយសៀមវាអាចលេបយកដែរមិនចឹងគេថាជាទូទៅពួកសៀមច្រើនតែធ្វើតែតូបនីយកម្មរបៀបប្រយោលមិនដូចជាពួកអាណាមទេពួកអាណាមគឺចូលមកក្នុងទឹកដីកម្ពុជាយើងហើយបន្ទាប់មកធ្វើតូបនីយកម្មដោយកំហឹងអីចឹងទៅក៏ប៉ុន្តែពេលខ្លះវាមើលមិនឃើញដោយសារទំហំទឹកដីរបស់សៀមពេលនោះវាធំធេងដែរអញ្ចឹងសៀមមិនចាំបាច់មកនៅកម្ពុជាសៀមយកយើងធ្វើជាសមត្ថរដ្ឋនៅក្នុងសំណេររបស់នៅក្នុងសម្លេងរបស់គាត់និយាយខ្ញុំទទួលស្គាល់ហើយពូនិយាយថាសៀមចង់បានកម្ពុជាជារដ្ឋសមត្ថរដ្ឋឬជារដ្ឋសមត្ថរាជមួយប៉ុន្តែក្នុងពេលអនាគតដ៏វែងឆ្ងាយនៅពេលដែលភូមិសាស្ត្រនយោបាយរបស់វៀតណាមរឹងប៉ឹងពេលនោះកម្ពុជាត្រូវបាត់បង់ហើយទៅក្នុងអំណាចនៃការគ្រប់គ្រងរបស់ពួកសៀមដោយសារពេលនោះវាមានបញ្ហាវិបត្តិនយោបាយរបស់គេដែរឬក៏មានបញ្ហាសង្គ្រាមរ៉ាំរ៉ៃជាមួយនឹងក្បែរខាងគេលេបកម្ពុជាវាមិនទាន់ដាច់តែបើសិនជាយើងចង់យើងដាក់បន្ទុកថាហេអភ័យក្នុងបាយនេះល្អដែរដោយសារពេលនោះឃើញព្រះឧទ្ទិរាជាអង្គច័ន្ទងាកទៅអាណាមគាត់ក៏មិនមកទេអញ្ចឹងគាត់ចូលទៅសៀមតែម្ដងទៅដើម្បីកុំឲ្យបាត់បង់ទឹកដីវាជាជ្រុងមួយនៃការគិតរបស់យើងទេបើក្នុងករណីព្រះអង្គមិនងាកទៅអាណាមក៏សៀមទៅលេបកម្ពុជាដែរប្រទេសទាំងពីរនោះរងឥទ្ធិពលដូចគ្នាហើយក៏យកកម្ពុជាធ្វើជារណបនៃដែនដីទុកសម្រាប់កុំឲ្យប្រទេសមួយបំពេញប្រទេសមួយដែរកម្ពុជាសប្តាហ៍ថ្ងៃនេះណាខ្លាយជាប្រទេសមួយនៅកណ្ដាលគេដូចស្នូលត្បាល់កិនអញ្ចឹងពេលគេកិនមកសឹកកម្ពុជាហើយកម្ពុជាក៏ខ្លាយជាប្រទេសទ្រនាប់របស់គេដែរណាជាប្រទេសព្រំដែននៃប្រទេសទាំងពីរដែរនៅពេលដែលកម្ពុជាមានវិបត្តិអីខាងនេះគេលើកមកជួយខាងនេះគេលើកទៅទុកប៉ុន្តែគេអត់ខាតទេគេលើកមកទុកមិនប៉ុន្តែគេចំណេញសុំទោសពូចែមសុកកំខឹងខ្ញុំណាពូឯងកំឡាយវាយខ្ញុំខ្ញុំមិនមែនប្រតិកម្មពូទេគ្រាន់តែខ្ញុំចង់ឲ្យបងប្អូនដែលស្ដាប់ធ្វើការពិចារណាថាអ្នកទាំងឡាយណាដែលមិនបំរើប្រយោជន៍ប្រទេសរបស់ខ្លួនសូមកុំចាត់ទុកគាត់ថាជាជនស្នេហាជាតិដើម្បីកុំបង្កើតនៅទម្លាប់អាក្រក់ទម្លាប់អាក្រក់នោះគឺការពារអ្នកខុសការពារអ្នកនយោបាយកំហុសបាទឲ្យតែពួកទាំងអស់នោះធ្វើអ្វីដើម្បីប្រយោជន៍របស់ខ្លួនឲ្យពឹងបរទេសមកបំផ្លាញកម្ពុជាអ្នកទាំងអស់នោះគឺជាជនក្បត់ជាតិហើយថាអញ្ចឹងទៅថាឲ្យចំនោះមិនបាច់ខ្លាចគេខឹងអីទេព្រោះយើងនិយាយចំយើងមានកំណត់ស្នេហាជាតិយើងមានកំណត់ចង់ឲ្យប្រទេសរីកចម្រើនយើងមានកំណត់ចង់ឲ្យប្រទេសរបស់យើងជួបនៅសុខសន្តិភាពស្ថិរភាពនយោបាយដូច្នេះជនទាំងឡាយណាដែលលួចតាក់ទងបរទេសខົບខិតជាមួយបរទេសហើយមកបំផ្លាញជាតិសាសន៍របស់ខ្លួនជនទាំងឡាយណាដែលចង់បានអំណាចផ្ទាល់ខ្លួនលួចទៅតាក់ទងប្រទេសដទៃដើម្បីឲ្យប្រទេសដទៃការពារអំណាចរបស់ខ្លួនហើយមកបំផ្លាញជាតិរបស់ខ្លួនឯងបើសិនជាបងប្អូនដាក់ថាជាជនស្នេហាជាតិក៏ដាក់ទៅខ្ញុំមិនថាទេស្រេចបងប្អូនគិតទៅរឿងប្រវត្តិសាស្ត្រវាមានភាពស្មុគស្មាញហើយស៊ីជំរឿនណាស់ដែលយើងមិនចង់នឹងនិយាយបន្តមកទៀតទេខ្ញុំលើកត្រឹមតែបន្តិចឲ្យពិចារណាតែកន្លែងហ្នឹងនេះជាការឆ្លើយតបរបស់ខ្ញុំទៅលោកពូចេមសុកទេហើយការឆ្លើយតបរបស់ខ្ញុំមិនទាស់គ្នាទេពូណាពូ friend ជាមួយគ្នាដែរទេមិនខ្ញុំទាស់មួយពូទេណាគាត់ថាពេលខ្លះពូនិងខ្ញុំអាចយល់ខុសគ្នាបន្តិចអីចឹងឯងដោយសារពូមានអំណះអំណាងរបស់ពូវាត្រឹមត្រូវហើយតែខ្ញុំក៏មានអំណះអំណាងរបស់ខ្ញុំដែរ
អំណាចរបស់ខ្ញុំមានន័យថាជនទាំងឡាយណាដែលធ្វើការបម្រើប្រយោជន៍បរទេសមិនបម្រើប្រយោជន៍របស់ជាតិខ្លួនឯងខ្ញុំអត់ដាក់បន្ទុកថាជននោះជាជនស្នេហាជាតិទេជនទាំងឡាយណាដែលធ្វើនយោបាយទៅហើយបំផ្លាញប្រទេសរបស់ខ្លួនដើម្បីបម្រើមហិច្ឆតារបស់បរទេសជនទាំងឡាយនោះមិនមែនជាជនស្នេហាជាតិទេកាយកប់ត្រឡប់ដានយ៉ាងណាក៏ខ្ញុំនៅតែថាជនទាំងឡាយនោះជាជនក្បត់ជាតិធ្វើនយោបាយស្លាប់មនុស្សធ្វើនយោបាយមនុស្សអត់បាយធ្វើនយោបាយឲ្យមានដីនៅប៉ុន្តែអត់មានមនុស្សនៅតើដើម្បីប្រយោជន៍អីខ្ញុំស្នេហាជាតិស្រឡាញ់ប្រទេសជាតិណាស់តែប្រជាជនងាប់អស់លីទុកដីអស់ណាហ្នឹងទុកព្រៃឈើអស់ណាហ្នឹងកុំថ្លឹងថ្លែងដោយធម្មជាតិណាកាលសម័យខ្មែរក្រហមកាន់អំណាចព្រៃឈើនៅទាំងអស់ដីនៅទាំងអស់រ៉ែនៅទាំងអស់ទុកអស់ណាហ្នឹងធនធានធម្មជាតិទាំងអស់នោះវារស់នៅគឺសម្រាប់បម្រើឲ្យមនុស្សវាមិនមែនរស់នៅសម្រាប់បម្រើឲ្យខ្មោចទេវាមានដីវាមានព្រៃវាមានរ៉ែសម្រាប់ឲ្យមនុស្សស៊ីចុះបើមនុស្សវាងាប់អស់ហើយបានប្រយោជន៍ស្អីស្នេហាជាតិស្អីទៅដែលងាប់ជីវិតមនុស្សទៅឲ្យទុកសល់តែដីហ្នឹងនៅអាណានៅមួយសែនគីឡូជាងឲ្យមនុស្សនៅដល់1លានអ្នកហ្នឹងលវាលវឹងខ្មោចលងងាប់ហើយអញ្ចឹងវាបំពេញមហិច្ឆតាបរទេសថ្ងៃណាមួយដែលគេវាយចូលយើងពិតគេបញ្ជូនប្រជាជនគេមកនៅ10លានក៏មិនពេញទឹកដីយើងផងនេះចាំឲ្យច្បាស់ចឹងឲ្យថ្លឹងថ្លែងទៅខ្ញុំនិយាយនេះមិនទៅដាក់បខំបងប្អូនថាមនុស្សស្នេហាជាតិចង់ងាប់ទៅនិយាយតែគាត់ក្បត់ជាតិចឹងគិតខ្លួនឯងទៅដូច្នេះហើយការឡាយថ្ងៃនេះគ្រាន់តែឲ្យពិចារណាទៅលើគ្រួសារអភ័យសវង្សដែលមានចំនួនមនុស្ស6ចំនួនរហូតមកដល់កថាថនឈុំចុះឥឡូវយើងនិយាយអំពីពូជចៅហ្វាបែនជាពូជស្នេហាជាតិមិនបានពេលដែលបារាំងយកបានខេត្តបាត់ដំបងហើយប្រទេសមានជ័យហើយនឹងសៀមរាបបារាំងថាកុំទៅណាអ្នកឯងរស់នៅខេត្តនឹងហើយត្រួតត្រាខេត្តនឹងទៅប៉ុន្តែលើកសួយសហគមន៍មកថ្វាយបារាំងមកយើងប្រើពាក្យសួយសហគមន៍ចុះពេលនេះថាពេលដែលប្រមូលពន្ធបានយកមកឲ្យបារាំងមកឈប់យកទៅឲ្យសៀមមិនបានវាមិនព្រមនៅកម្ពុជាបើវាជាពូជស្នេហាជាតិមិនបានវានាំគ្នារើកជើទៅនៅឯប្រទេសសៀមបើវាជាពូជខ្មែរហើយស្នេហាជាតិមិនបានវារត់ទៅនៅប្រចាំបុរីតែប៉ុណ្្នឹងទៅថ្លឹងថ្លែងទៅបើចៅហ្វាបែនពូជរបស់វាមកដល់កថាថនឈុំនេះដែលជាលោកម្ចាស់ទី6នេះលោកម្ចាស់ពៅគេនេះគឺជាជនស្នេហាជាតិដែលស្រឡាញ់កម្ពុជាមិនបានវារត់ទៅនៅសៀមមិនបានវាមិនត្រូវយល់ព្រមធ្វើជារាជការរបស់ខ្មែរក្រោមអំណាចបារាំងមកពីស្អីមកវាមិនចង់រស់នៅក្រោមអំណាចបារាំងមកពីវាមិនចូលចិត្តខ្មែរវាមិនព្រមចំណោះព្រះមហាក្សត្រខ្មែរបើវារស់នៅចំណោះខ្មែរនៅក្នុងរាជព្រះស៊ីសវត្តវាលើកសួយសហគមន៍ឬក៏លើកប៉ុនប្រមាណដែលបាននោះមកថ្វាយព្រះស៊ីសវត្តមកហើយចំណោះបារាំងទៅនឹងបានសមវាជាជនជាតិខ្មែរតែអត់ផងវាអត់ព្រមបារាំងថាអ្នកឯងបាច់ទៅណាទេធ្លាប់ធ្វើរាជការចាស់នៅនឹងអ្នកឯងកាន់ខេត្តនឹងបន្តទៀតទៅវាថានៅមិនបានទេប្រជាជនខ្មែរចាត់ទុកវាជាពូជក្បត់ជាតិត្រូវហើយពូជវាពូជក្បត់ជាតិអញ្ចឹងហើយវាទៅណាវាមានតែរើកជើបាទនៅក្នុងឯកសារវត្តសាគេទៅសេថាកថាថនឈុំនេះប្រមូលកូនប្រមូលចៅមីនុំមីនាងអាចអចែម៉ាញ៉ែម៉ាញក់ណាដឹកស្រូវដឹកអង្គមាសពេជ្រកែវកងពីទូសូរកាន់ចេញពីខេត្តបាត់ដំបងទៅ200អតេសដឹកយកទៅនៅខេត្តប្រចាំបុរីណាបើវាជាពូជរបស់ខ្មែរវាមិនមែនលក់ជាតិសាសន៍របស់ខ្លួនឯងទៅនៅខ្លាយជាជាតិសាសន៍របស់គេទេមកដល់សប្តាហ៍ថ្ងៃនេះអភ័យសវង្សវែនពូជវាដូចខ្ញុំនិយាយអញ្ចឹងណាអភ័យសវង្សខួងដែលជាចៅទួតលួតលារបស់បែននឹងបានធ្វើជានាយករដ្ឋមន្ត្រីកម្ពុជាក្នុងឆ្នាំ1942 43 44 45នេះបើអ្នកជាជនជាតិកម្ពុជាហេតុអីពេលដែលបារាំងយកអំណាចយកដីមកឲ្យកម្ពុជាវិញអ្នកឯងមិនព្រមរស់នៅគ្រប់គ្រងខេត្តនឹងបន្តណាមកពីអ្នកឯងនឹងវាមិនស្រឡាញ់កម្ពុជាមកពីអ្នកឯងនឹងវាស្រឡាញ់សៀមបានសុខចិត្តរត់ទៅនៅសៀមយកជាតិសៀមហើយទាំងដែលឪអ្នកឯងជាជនជាតិខ្មែរនៅខេត្តកពតចៅហ្វាបែនគឺជាសេនារបស់ព្រះអង្គនុនដែលពួកសៀមលើកទ័ពមកតាមខេត្តកពតរួចហើយព្រះអង្គបានដាក់តំណែងនៅកៅភ្នំស្រាច់គង់ចឹងហើយពួកចៅហ្វាបែននេះមានកងទ័ពប្រហែលជា200-300នាក់ទៅសុំចុះចូលជាមួយព្រះមហាក្សត្រធ្វើជាកងការពារព្រះមហាក្សត្រដើម្បីមកវាយជាមួយព្រះអង្គតុននៅឧដុង្គចឹងហើយបានធ្វើជាមេទ័ពរហូតមកអាហ្នឹងមិនកម្ពុជាកំណើតកើតជារបស់ចៅហ្វាបែនគឺជាអ្នកខេត្តកពតដែលខ្ញុំប្រាប់ថាសូម្បីតែព្រះមហាក្សត្រសៀមក៏មានកំណើតកើតជានៅក្នុងខេត្តកពតដែរបងប្អូនធ្លាប់ឮទេគេថារោងចក្រចក្រីទីងចក្រីគឺជាពូជរបស់ស្ដេចសៀមតែកុំឲ្យលោកចូលកិច្ចការផ្ទៃក្នុងរបស់គេយើងនិយាយទៅរឿងខ្មែរបានចៅហ្វាបែនកំណើតកើតជាចេញពីកពតទៅអ្នកទូកមាសសេនារបស់ព្រះអង្គនុនដែលសៀមបញ្ជូនមកឲ្យមកធ្វើទ័ពច្បាំងជាមួយនឹងព្រះអង្គតុននៅក្នុងទីក្រុងឧដុង្គរួចហើយបានទៅកាន់ខេត្តនឹងហើយទីបំផុតពេលបារាំងយកខេត្តឲ្យខ្មែរវិញបែរជាមិនព្រមនៅបែរជាទៅនៅឯបច្ចុប្បន្នបុរីនេះឲ្យជនស្នេហាជាតិគឺអញ្ចឹងជនស្នេហាជាតិរបស់ខ្មែរទៅជាលក់ក្បាលឲ្យបរទេសហើយរត់ចោលប្រទេសខ្លួនឯងទៅបង្កើតរាជវង្សខ្លួនឯងនៅក្នុងប្រទេសរបស់ថៃបាទនឹងឯនាយករដ្ឋមន្ត្រីថៃនឹងអភ័យសវង្សខួងនាយករដ្ឋមន្ត្រីថៃចាំថា
ខ្ញុំមិនមែនឡើងមកធ្វើរដ្ឋប្រហារវីដេអូ live របស់ពូជេមសុកទេពូកំខឹងក្មួយហ៎គ្រាន់តែក្មួយធ្វើការថ្លឹងថ្លែងឲ្យបងប្អូនខ្មែរចេះពិចារណាដើម្បីស្វែងរកកំហុសរបស់អ្នកនយោបាយតទៅអនាគតគឺមានតែពួកយើងទេពួកយើងទាំងអស់គ្នានេះទេដែលស្វែងរកការពិតឲ្យឃើញអំពីអ្នកក្បត់ជាតិនិងអ្នកស្នេហាជាតិហើយបន្សល់ទុកអារឿងទាំងអស់ហ្នឹងចែករំលែកដល់កូនចៅរបស់យើងបើសិនជាខ្ញុំប្រាប់វាបើសិនណាបើសិនជាមិនលិចវត្តមានគ្រួសារតកូលបែននេះទេកម្ពុជាក៏មិនមានទំនាស់ដែនដីជាមួយសៀមដល់សប្តាហ៍ថ្ងៃដែរចាំឲ្យច្បាស់គាត់នេះហើយអំបូរគាត់នេះហើយពូជគាត់នេះហើយដែលនាំឲ្យមានវិបត្តិជាមួយប្រទេសសៀមដល់សប្តាហ៍ថ្ងៃចាំបាច់ណាស់ដំណាក់កាលបច្ចុប្បន្នបើមានខ្មែរណាដែលមានរបៀបពួកអភ័យសម្បងបែបនេះចូលនាំគ្នាកំតិចចោលទៅកុំឲ្យប្រវត្តិសាស្ត្រវិលជន់ដានចាស់ច្រំដែលយើងជាជនជាតិខ្មែរត្រូវតែធ្វើការបម្រើប្រយោជន៍របស់ខ្មែរគ្មានបរទេសណាគេមកស្រឡាញ់ជាតិសាសន៍របស់យើងទេចាំឲ្យច្បាស់ចំនួនដ៏ធំបំផុតគេបើកទីឲ្យអ្នកឯងនៅតែអ្នកឯងខ្លាយជាកញ្ចាស់របស់គេរាប់រយឆ្នាំនៅទីបំផុតគេបានផ្ដល់សិទ្ធិក្នុងការរស់នៅមន្ត្រីនេះជាមន្ត្រីរបស់ខ្ញុំដូច្នេះហើយកុំនៅកម្ពុជាអីកថាថនឈុំឯងមកនៅប្រទេសថៃមកពីព្រោះពូជរបស់កថាថនឈុំឯងនេះធ្លាប់បំរើស្ដេចរបស់យើងនេះច្រើនចំនួនហើយទីបំផុតសុខចិត្តលុបជាតិសាសន៍របស់ខ្លួនជាជនក្បត់ជាតិតចំនួនខ្ញុំនៅតែអះអាងអញ្ចឹងខ្ញុំនៅតែអះអាងអញ្ចឹងជនក្បត់ជាតិតចំនួនមិនហ៊ានរស់នៅកម្ពុជាទេខ្លាចមានបាតកម្មខ្លាចមានការស្អប់រើសអើងអំបូររបស់ខ្លួនធ្លាប់បំរើមហិច្ឆតារបស់សៀមទីបំផុតសៀមផ្ដល់សេចក្ដីឲ្យសៀមផ្ដល់ដែនដីឲ្យរត់ទៅនៅប្រចាំបរិយហ្នឹងឯងជនស្នេហាជាតិពូជេមសុកខាងខ្ញុំអើយពូជេមសុកកំខាងខ្ញុំនិយាយអញ្ចឹងពូខ្ញុំចេះខ្ញុំប្រើសម្ដីតាមពិតខ្ញុំប្រើសម្ដីម៉ាត់តែខ្ញុំមិនមែននិយាយនេះដោយកំផឹងទេណាព្រោះជាចរិតការ៉ាតេរបស់ខ្ញុំគឺអញ្ចឹងបាទខ្ញុំនៅតែដាក់បន្ទុកអញ្ចឹងទីបំផុតគេបើកផ្លូវឲ្យទៅទាំងកូនទាំងប្រពន្ធទៅរស់នៅឯខេត្តប្រចាំបរិយខ្លាយទៅជាជនជាតិថៃដល់សប្តាហ៍ថ្ងៃណាហ្នឹងហើយហើយនិយាយពីរឿងផ្ដាច់ការពេលដែលទៅប្រទេសសៀមអញ្ចឹងទៅបងស្រីទាវដែលជាប្រពន្ធរបស់គាត់ទៅតាមនៅសៀមដល់ពេលវិលមកខ្មែរវិញប្រពន្ធមកតាមដែរណាខ្ញុំនិយាយផ្ដាច់ការរឿងផ្ដាច់ការរបស់គាត់ដល់ពេលបានកាន់ជាចៅខេត្តបាត់ដំបងហ្នឹងហើយជាស្ដេចត្រាញ់បាត់ដំបងហើយចែទាវឬក៏អ៊ំទាវឬមីងទាវយាយទាវចោះយើងហៅចឹងចោះដែលជាប្រពន្ធចៅហ្វាបែនងូចសុំបងនឹកម៉ែនឹកឪណាបែកម៉ែឪ10 20ឆ្នាំហើយចង់សុំមកលេងព្រោះស្រុកប្រពន្ធរបស់គាត់ហ្នឹងនៅកពតដូចគ្នាហ្នឹងប្រពន្ធគាត់នេះឈ្មោះបងទាវឬក៏មីងទាវចឹងចោះបាទអត់ឲ្យគ្នាមកផ្ទះនេះនិយាយពីពូជផ្ដាច់ការហ្នឹងអត់ឲ្យគ្នាមកផ្ទះដល់ពេលគ្នាសុំច្រើនសារមិនឲ្យភ្ជុំក៏មិនឲ្យមកចូលឆ្នាំក៏មិនឲ្យមកកឋិនក៏មិនឲ្យមកគ្នាលួចរត់ម៉ោង 4 ឡើងគប់គិតជាមួយនឹងពួកអ្នកបម្រើ 3 4 នាក់លួចរត់តាមស្ទឹងសង្កែហ្នឹងចែវទូកតាមស្ទឹងសង្កែហ្នឹងចេញមកទន្លេសាបដើម្បីឆ្លងមកខេត្តកំពតចៃដន្យអីកងទ័ពរបស់ចៅហ្វាបែននេះទៅតាមតាន់នៅតំបន់ដូនទាវហ្នឹងយកគ្នាទៅកាត់ក្បាលចោលលើទួលហ្នឹងសប្តាហ៍ថ្ងៃជាប់កោះដូនទាវសប្តាហ៍ថ្ងៃហ្នឹងដោយសារអញ្ចឹងដោយសារតែកងទ័ពចៅហ្វាបែនតាមតាន់នៅកន្លែងដូនទាវហ្នឹងយកដូនទាវយកទៅកាត់ក្បាលចោលទៅក៏គេជាប់ហៅឈ្មោះដូនទាវដល់សប្តាហ៍ថ្ងៃហ្នឹងវាសាហាវខូខើអញ្ចឹងណាអាពូជហ្នឹងណាអាណាតិចស្អាតបានទេតែមិនឃើញតិចស្អាតវិញដូចប្រាប់យកគេទៅកាត់តិចចោលឲ្យនេះពូជហ្នឹងគឺអញ្ចឹងបើយើងសិក្សាឲ្យស៊ីជម្រៅអ្នកបាត់ដំបងឈឺចាប់ណាស់ដោយសារតែសម័យលោកម្ចាស់ធ្វើបាបបើយើងលំអិតក្នុងប្រវត្តិសាស្ត្រយើងមើលឃើញថាមានតែកថាថនញញមួយទេដែលបានកសាងវត្តច្រើនជាងគេហើយគាត់ជាមនុស្សចិត្តល្អបើមកដល់ឲ្យឈុំនេះវិញអាពៅចុងក្រោយនេះរឹតតែសាហាវខូខើទៀតអញ្ចឹងអ្នកកើតតន់ទៅសួរចាស់អាយុ70 80តើក្រោមអំណាចរបស់ចៅហ្វាបែនហើយតមកកូនគាត់នេះកថាថនឈុំទៅរស់ពិបាកមិនអត់ស្រួលទេណាយកពុនគៀបសង្កត់គៀមឲ្យលៀនបាត់ដើម្បីអីទីមួយយកមកបំរើមហិច្ឆតាសៀមនិងបំរើមហិច្ឆតាខ្លួនឯងសៀមកសាងបរិវេណឲ្យមួយឈ្មោះថាមហាកំផែងផ្ទះនៅក្នុងអាមហាកំផែងហ្នឹងការពារសិទ្ធិកងអង្គរៈចឹងទៅអាហ្នឹងសម័យកាលដែលព្រះអង្គឌួងសោយរាជដោយសារតែមិនអាចទាមទារយកខេត្តនឹងមកវិញបានអញ្ចឹងហើយព្រះមហាក្សត្រត្រូវពឹងឲ្យស្ដេចសៀមនេះបញ្ជូនកងទ័ពទៅជួយការពារអញ្ចឹងហើយយើងមើលថាដេជោបញ្ញាបដិនហ្នឹងគេនាំកងទ័ពមកការពារក្រុងឧដុង្គយើងបានហើយគេដកទ័ពថយវិញតកសាងកំផែងមួយដែលយើងហៅថាវត្តកំផែងដល់សប្តាហ៍ថ្ងៃហ្នឹងបរិវេណហ្នឹងខ្ញុំត្រួសតែប៉ុណ្្នឹងឯងបងប្អូនហើយបើសិនជាពូជេមសុកគាត់ប្រតិកម្មតបជាមួយក្មួយយ៉ាងណាក៏តបទៅក្មួយមិនដឹងទេ
មួយគ្រាន់តែរៀបរាប់រឿងប្រវត្តិជាមានន័យថាដើមហេតុដើមចប់ដែលបង្កើតឲ្យខ្មែរមានវិវាទជាមួយនឹងសៀមពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនសពថ្ងៃនេះប្រាសាទតាមន់តាកបីនិងប្រាសាទដង្វាយហើយនឹងតំបន់មុំបីនេះក៏ដោយសារតែរឿងចៅហ្វាបែនបង្កើតឡើងដែរបើសិនជាចៅហ្វាបែនពេលនោះយល់ព្រមនៅទីក្រុងឧដុង្គហើយជួយកសាងប្រទេសនោះមិនសមប្រទេសកម្ពុជាយើងហែកខេត្តទាំង3នឹងទៅជាអំណាចរបស់សៀមដែរហើយចាំឲ្យច្បាស់ថាសៀមមិនបានបញ្ជូនប្រព័ន្ធរដ្ឋបាលរបស់ខ្លួនមកគ្រប់គ្រងទឹកដីកម្ពុជាទេប៉ុន្តែគេបានសរសេរប្រវត្តិសាស្ត្រទុកកន្លែងហ្នឹងថាគេបានគ្រប់គ្រងកម្ពុជាតែក្រោមអំណាចនៃការគ្រប់គ្រងរបស់ចៅហ្វាបែនដែលជាស្ដេចត្រាញ់ចំណុះឲ្យគេសរសេរច្បាស់កន្លែងហ្នឹងអញ្ចឹងមានន័យថានៅក្នុងអតីតកាលគេធ្លាប់គ្រប់គ្រងកម្ពុជាតាមរយៈស្ដេចត្រាញ់មួយរូបដែលជាស្ដេចត្រាញ់កម្ពុជាឃើញទេថ្មីត្បិតតែប្រវត្តិសាស្ត្រគេមិនបានសរសេរថាសៀមមិនបានដាក់ប្រព័ន្ធរដ្ឋបាលគ្រប់គ្រងមកលើទឹកដី3ខែនឹងមែនក៏ប៉ុន្តែគេបានសរសេរទុកថាដីនោះធ្លាប់ជាដីរបស់គេគ្រប់គ្រងនៅក្នុងសម័យអតីតកាលណាចាំមកច្បាស់ចំពោះសំណួររបស់បងអូនដែលបានសួរ3 4សំណួរពាក់ព័ន្ធទៅនឹងសង្គ្រាមចាំឲ្យច្បាស់សពថ្ងៃនេះអ៊ីស្រាអែលកំពុងមានសង្គ្រាមជាមួយប៉ាឡេស្ទីនសង្គ្រាមមិនដែលផ្ដល់នូវផលល្អដល់ប្រជាជាតិឡើយសង្គ្រាមមានតែភាពវិនាសអន្តរាយនៅពេលដែលដំរីជលគ្នាដំរីតែងតែជន់សមោចសង្ហាមហិច្ឆតារបស់មេដឹកនាំចង់ធ្វើសង្គ្រាមស្រឡាញ់សង្គ្រាមបាញ់ផ្លោងដាក់គ្នាកំទេចគ្នាសោកនាដកម្មទាំងអស់នោះវាកើតឡើងទៅលើប្រជាពលរដ្ឋរបស់ខ្លួនទាំងពីរប្រទេសមានបងប្អូនជាច្រើនបានខមមិនសួរខ្ញុំពាក់ព័ន្ធទៅនឹងតើបងគិតមិនដែរពាក់ព័ន្ធទៅនឹងសង្គ្រាមបើវាកើតឡើងបើសិនជាដល់ដំណាក់កាលដែលវាកើតវារឿងដែលចាំបាច់ត្រូវធ្វើទៅតែបើសិនជាក្នុងករណីដែលចរចានិយាយគ្នាបានដើម្បីបញ្ជាសង្គ្រាមបានគួរតែបញ្ជាសម្រាប់យើងណាបងប្អូនអាយុប៉ុនខ្ញុំនេះណាអត់បាយ3ថ្ងៃផឹកតែទឹកក៏រស់ដែរតែក្មេងសម័យពេលបច្ចុប្បន្ននេះដែលត្រូវការលាបលេការពារកម្ដៅថ្ងៃ UV ណាម្សៅលាបមុខលេលាបខ្លួនមានហូបចុកបុកតាពីត្រឹមត្រូវគាត់មិនត្រូវការរឿងអស់ហ្នឹងទេអ្វីដែលគាត់មិនត្រូវការខ្លាំងជាងគេគឺពួកសៀមខ្លួនឯងសៀមជាជនជាតិដែលរស់នៅទំនើងរស់ក្នុងភាពសប្បាយមិនធ្លាប់ធ្វើការហត់នឿយកិច្ចការហត់នឿយមួយចំនួនកវែងទៅឲ្យជនជាតិខ្មែរជនជាតិម៉ាឡេស៊ីជនជាតិដែលភូមាជនជាតិឡាវធ្វើណាអត់ធ្វើណាចឹងតម្រើសជនជាតិហ្នឹងដូច្នេះហើយបើសង្គ្រាមកើតឡើងរវាងជាតិសាសន៍ទាំងពីរហ្នឹងផលវិបាកវាជាឥទ្ធិពលខ្លាំងជាងគេទៅលើពលរដ្ឋរបស់ថៃកម្ពុជាមិនសូវរងបានទេព្រោះប្រទេសកម្ពុជាដូចខ្ញុំធ្លាប់ live វីដេអូចឹងជាប្រទេសមួយដែលធ្លាប់ឆ្លងកាត់ការលំបាកនៃសង្គ្រាមវាច្រើនឆ្នាំដូច្នេះប្រជាជនកម្ពុជាប្រកែកអត់ធ្មត់អត់ធន់តែក្នុងចំណុចមួយដែលខ្ញុំបានពិភាក្សាជាមួយទីប្រឹក្សាខ្ញុំ2ថ្ងៃមិញនិយាយពីរឿងបន្លែតិចមុននឹងបញ្ចប់វីដេអូទន្ទឹមពេលដែលមានចលនាប្រជាពលរដ្ឋខ្មែរយើងនៅក្នុងប្រទេសថៃខ្ញុំបានតាមដានเพจថៃជាច្រើនពួកខ្ញុំចុច like ទៅវាចេញមកជាជួរអញ្ចឹងសម្រាប់អាជីវកររបស់ថៃឬក៏សហគ្រិនរបស់ថៃឬក៏នយោជករបស់ថៃគេគ្មានបំណងណាមួយដើម្បីបញ្ចេញជនជាតិកម្ពុជាមកប្រទេសវិញទេនេះសម្រាប់នយោជករបស់គេនៅក្នុងរោងចក្រផ្សាច់មាន់នៅក្នុងខេត្តប្រហែលជាឆាក់ជើងសៅព្រោះគេដាក់មេក្រូមួយខ្ញុំមានក្រុមការងារនៅប្រទេសថៃ2 3នាក់គេដាក់មេក្រូគេថាបងប្អូនសូមធ្វើការតាមសបាយកុំគិតអំពីការដែលគេចង់បញ្ជូនយើងទៅនេះនោះគ្មានទេគោលនយោបាយហ្នឹងហើយខ្ញុំមើលសេចក្តីថ្លែងការណ៍របស់ក្រសួងការងារទៀតក្រសួងការងាររបស់ថៃគេក៏បានថ្លែងការណ៍គេថាគេអត់មានគម្រោងណាមួយនឹងបញ្ជូនពលករកម្ពុជាត្រឡប់មកប្រទេសទេបាទតែបើបងប្អូនទៅមានន័យថាក៏គេមិនខាត់ដែរតែបើក្នុងករណីថាហេមានការគៀបសង្កត់រុញច្រានឲ្យចេញមកក្រៅអត់ទេវាប៉ះពាល់ដល់សង្វាក់ផលិតកម្មនៃការផលិតរបស់ប្រទេសគេអញ្ចឹងបងប្អូនជាច្រើននៅប្រទេសថៃឆាតសួរខ្ញុំសូមបញ្ជាក់ប្រាប់ថាការអត់ធ្មត់របស់រាជរដ្ឋាភិបាលវាជារឿងល្អបំផុតសម្រាប់ពេលបច្ចុប្បន្នព្រោះយើងក៏មានកកមនុស្សរបស់យើងនៅក្នុងប្រទេសរបស់គេមិនទាន់ចេញមកតាមគោលនយោបាយគេមិនបញ្ចេញយើងមកទេអញ្ចឹងប្រជាជនខ្មែរយើងជាច្រើនដែលជាពលកររស់នៅធ្វើការតាមធម្មតាកន្លែងណាដែលមានកំណត់ជាតិនិយមជាតិអល់ជ្រុលក៏វាមានដែរវាមិនអត់ទេពីព្រោះប្រជាជនកម្ពុជាក៏ស្អប់ថៃប្រជាជនថៃក៏ស្អប់កម្ពុជាតែប្រជាជនកម្ពុជាស្រឡាញ់ថៃក៏មានថៃស្រឡាញ់កម្ពុជាក៏មានអញ្ចឹងវាមិនមែនទូទាំងប្រទេសវាស្អប់ទាំងអស់ទេបើវាស្អប់ទាំងអស់វាមិនមានបកប្រឆាំងទេបើស្រឡាញ់ទាំងអស់ក៏វាមិនមានបកប្រឆាំងដែរដូច្នេះទន្ទឹមពេលដែលប្រជាពលរដ្ឋយើងគេហៅថាទម្លាក់ខ្លួនចុះមកដោយការខ្លាចមានសង្គ្រាមនេះផលប៉ះពាល់អញ្ចឹងអ្វីដែលយើងចង់និយាយពេលនេះមានន័យថាកម្ពុជាត្រូវទប់ស្កាត់ឲ្យមែនទែនអំពីជនឱកាសនិយមអ្នកដែលឆ្លៀតឱកាសនៅពេលហ្នឹងការដំឡើងថ្លៃទំនិញផ្សេងដែលហួសប្រមាណដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពនៃការរស់នៅអានោះវាជាផលវិបាករបស់រាជរដ្ឋាភិបាលនិងបន្ទុកនៃការរស់នៅរបស់ពលរដ្ឋប្រយ័ត្នមែនទែនបិទបន្លែថៃឲ្យចូលកម្ពុជាមានទីផ្សារទន្ទឹមពេលដែលកម្ពុជាមានទីផ្សារកុំឲ្យឈ្មួញកណ្ដាលវាឆក់យកឱកាសហ្នឹងបានណា
កុំឲ្យឈ្មោះកណ្ដាលវាឆក់យកឱកាសហ្នឹងទៅវាយទីផ្សារតម្លើងថ្លៃទំនិញបន្លែសពបែបយ៉ាងប្រជាជនដែលមានកង្វះការងារអត់ប្រាក់ចំណូលវាជាផលវិបាកសម្រាប់បន្ទុករាជរដ្ឋាភិបាលទី1ទី2នៅពេលដែលគេមិនប្រើទំនិញរបស់ថៃកម្ពុជាអាចមានទីផ្សារផលិតផលកសិផលរបស់ខ្លួនណាក៏ប៉ុន្តែប្រយ័ត្នតែដើរខុសចំណុចខ្សោយមួយនៅពេលដែលទីផ្សាររបស់គេមិនជ្រៀតចូលយើងបានយើងតម្លើងទីផ្សារយើងឲ្យថ្លៃបន្លែក្នុងស្រុករបស់យើងតម្លើងថ្លៃប្រជាជនអត់នាំគ្នាហូបត្រូវបានពួកយើងមិនទាន់បានបិទទ្វារខាងកើតណាយើងបិទទ្វារខាងលិចចំហទ្វារខាងកើតចំហទ្វារផ្សេងជើងទឹកបញ្ចូលមកបានជើងគោកបញ្ចូលមកបាននៅភាគខាងកើតប្រទេសវៀតណាមណែប្រយ័ត្នវាមានផលប៉ះពាល់ដល់ទំនិញរបស់ខ្លួនឬក៏បន្លែរបស់ខ្លួនឬក៏កសិផលរបស់ខ្លួនប្រយ័ត្នកន្លែងហ្នឹងទី1នៅពេលដែលជំរើសនៃការប្រើបន្លែរបស់ខ្មែរវាមានតម្លៃថ្លៃកម្ពុជាយើងអត់ដឹងរឿងគីមីមិនគីមីបើសំខាន់មើលមិនឃើញគីមីអាណាថោកទិញអានឹងហូបអញ្ចឹងវៀតណាមជ្រៀតចូលតើវៀតណាមជ្រៀតចូលតិចធ្ងោសៀមអត់នាំផលិតផលមកឲ្យកម្ពុជានៅតែលក់មិនបានថ្លៃមកពីអីឡើងថ្លៃហួសអញ្ចឹងទាំងហ្នឹងមានន័យថាមិនមែនពឹងលើរាជរដ្ឋាភិបាលទេពឹងលើមន្ត្រីអាជ្ញាធរមូលដ្ឋានជាអ្នកដែលត្រួតពិនិត្យខ្លួនឯងពាក់ព័ន្ធទៅនឹងកិច្ចការហ្នឹងកុំស្អីតិចថាអូរាជរដ្ឋាភិបាលត្រូវតែមានចំណាត់ការអត់ទេបង្កើតអាជ្ញាធរដែនដីមកទៅអាជ្ញាធរដែនដីហ្នឹងជាអ្នកមើលការខុសត្រូវលើរឿងហ្នឹងប្រធានសាលាឃុំសាលាសង្កាត់សាលាស្រុកសាលាខណ្ឌសាលាខេត្តហ្នឹងជាអ្នកត្រួតពិនិត្យឲ្យរឿងទាំងអស់ហ្នឹងដើម្បីកុំឲ្យជនឆ្លៀតឱកាសមួយចំនួនវាសម្លាប់ទីផ្សាររបស់ខ្មែរយើងខេត្តកំពង់ស្ពឺពីម្សិលមួយថ្ងៃផុសមកតឡាច1គីឡូ5000ចុះអ្នកលក់បន្តយកទៅលក់ប្រហែលបើទីផ្សារវាយចេញនេះវាយចេញពីឈ្មួញកណ្ដាលទៅកាន់ឈ្មួញបន្តទៀត5500ហើយយកទៅលក់មានអីចំណេញបើវាយ5000យកទៅវាយ5500សួរតែចំណេញពីណាមកចំណេញបាន500តើគេហ៊ានហូបឬអត់ដូច្នេះវិលថយក្រោយវិញទៅពេលដែលគេមិនហ៊ានហូបបន្លែយើងហ្នឹងគេនឹងបន្ទិញបន្លែយើងគេស្វែងរកបន្លែដែលមានតម្លៃថោកមកពីណាមកពីវៀតណាមអញ្ចឹងវៀតណាមទោះបីបាត់ថៃក៏នៅតែមានទីផ្សារបើថៃក៏នៅតែមានទីផ្សារអញ្ចឹងផលិតផលកម្ពុជាងាប់ស្រុកដោយសារអីដោយសារតែជនឆ្លៀតឱកាសមួយចំនួនសម្លាប់ទីផ្សារខ្លួនឯងចាំឲ្យច្បាស់ទន្ទឹមពេលដែលមនុស្សកំពុងតែអត់លុយហើយការងារមិនមាននេះណាគីមី1លានគីមីក៏ស៊ីសាដែរដោយសារអីវាអត់លុយទិញអ្នកឯងមកតម្លើងតម្លៃពេលដែលខ្ញុំគ្មានលុយហ្នឹងហើយវាកើតទៅអតិផរណាលុយអាហ្នឹងចាំឲ្យច្បាស់កន្លែងហ្នឹងក៏ជារឿងដែលត្រូវបញ្ចប់ដែរឥឡូវយើងមើលបើសិនតែតម្លៃទីផ្សារនៅថេអញ្ចឹងឲ្យធម្មតាវាអត់អីទេបន្លែវៀតណាមជ្រៀតមកចូលតិចវាបានពួកយើងសពថ្ងៃពឹងលើបន្លែវៀតណាមមិនទាន់មានលំនឹងខ្លួនឯងក្នុងការដាំបន្លែហូបខ្លួនឯងទេវាទើបតែមានកំណត់ជាតិនិយមครับពហិការមិនហូបបោះនេះបោះនោះឬក៏បាត់ព្រំដែនតែមានប៉ុណ្្នឹងទេចុះបើសិនជាផលប៉ះពាល់នេះវាកើតឡើងមួយខែទៅ2ខែកម្ពុជាដាំបន្លែអត់ទាន់ទេវាបាត់កើតឡើងរឿងបន្លែអញ្ចឹងចាំបាច់ត្រូវតែប្រើបន្លែបរទេសឥឡូវរដ្ឋាភិបាលថៃចរចាតេតមកហើយដោយសារអីចរចាវាជាប់គាំងឡានដឹកបន្លែសៀមមកគោវាចតឯរាប់រយម៉ែត្ររាប់រយឡានហើយវាខូចយកចាក់ចោលថតមកខ្លះចាក់ម្ទេសចាក់ត្រប់ចាក់ស្អីចោលពេញបោះអាបន្លែដែលវាឆាប់ខូច3 4ថ្ងៃហ្នឹងវាផលប៉ះពាល់អញ្ចឹងដូច្នេះហើយទន្ទឹមពេលដែលគេកំពុងតែជួបផលប៉ះពាល់យើងឯនេះវាបានដៃដែរមានន័យថាបន្លែនោះមិននាំចូលមកយើងវាបានមានទីផ្សារតែកុំសម្លាប់ទីផ្សារខ្លួនឯងដើម្បីឲ្យទីផ្សារខាងកើតគេចំណេញចាំឲ្យច្បាស់ណាខ្ញុំនិយាយថយក្រោយវិញនៅពេលដែលមនុស្សអត់លុយគីមី1លានគីមីក៏វាស៊ីសិនដែរបើមិនទៅខ្វល់បន្លែវៀតណាមបន្លែណាទេបើសំខាន់ថោកទិញបានហូបបានមួយគ្រួសារអស់5000បានហូបមួយគ្រួសារហើយបើមួយគ្រួសារហូបអស់10000ហើយលុយអត់មានចំណូលអញ្ចឹងហើយគេសុខចិត្តហូបបន្លែគីមីតិចច្រឡំទៅអូនដាក់ Facebook គ្មានអាណាទិញមិនថ្លៃយ៉ាងងាប់កន្លែងនេះទាំងរាជរដ្ឋាភិបាលទាំងមន្ត្រីពាក់ព័ន្ធប្រធានសាក៏ត្រូវតែមើលរឿងហ្នឹងដែរដើម្បីកុំឲ្យវាមានដង្ហើមរស់ឲ្យបែរជាស្លាប់ដោយស្វ័យប្រវត្តិទៅវិញណាហ្នឹងហើយនយោបាយនៃការបញ្ចេញមនុស្សមកខ្ញុំស្ដាប់តាមเพจផ្លូវការរបស់ក្រសួងការងាររបស់ថៃមានន័យថាគេអត់មានយុទ្ធសាស្ត្រនយោបាយបញ្ចេញពលករខ្មែរមកក្រៅប្រទេសទេនេះសម្រាប់បងអូនវាសនាដែលសួរមកតាមឆាតណាហើយគាត់ទៅគាត់ទៅចូលមើល live ខ្ញុំហ្នឹងមានន័យថាសង្គ្រាមវាមិនកើតឡើងទេដល់រាបណារដ្ឋាភិបាលនិងរដ្ឋាភិបាលនៅតែចរចាគ្នាបានយ៉ាងខ្លាំងវាកើតភាពតាមតឹងនេះដោយសារតែបញ្ហានយោបាយផ្ទៃក្នុងរបស់ថៃដោយសាររដ្ឋាភិបាលថៃមិនអាចគ្រប់គ្រងលើកងកម្លាំងទាហានបានអានឹងរឿងរបស់គាត់អបិទឯកតោភាគីនឹងមិនរដ្ឋាភិបាលជាអ្នកបញ្ជាទេណាកងទ័ពធ្វើខ្លួនឯងណាវាអត់ស្ដាប់បញ្ជារដ្ឋាភិបាលដូច្នេះហើយកងទ័ពអ្នកទៅបិទរដ្ឋាភិបាលអ្នកមកចរចាយើងចាំដើរតាមក្រោយកុំដាក់កំហុសមកកម្ពុជាអត់ខុសទេជើងក្រោយដោយជើងមុខណែបិទមុនបិទទៅខ្ញុំបិទតាមក្រោយខ្ញុំជាអ្នកទិញខ្ញុំមានសិទ្ធិដើរទិញអាណាក៏បានដែរគាត់ថាវាតដតាប់ទៅដួសរំរបានស៊ីអញ្ចឹងទៅមិនឯងអ្នកនាំចូលឯងក្តៅក្រហាយព្រោះឯងខាតមួយថ្ងៃ2-3000លានបាត់2-3000លានបាត់តើថ្ងៃអនាគតវានឹងផ្ទុះអីផ្ទុះឡើងបាតកម្មទាមទារឲ្យបើកច្រកគៀបសង្កត់ណាគៀបសង្កត់រដ្ឋាភិបាលគៀបសង្កត់ពួកទាហាននេះឯងនោះរឿងផ្ទៃក្នុងនេះឯងអត់ចង់និយាយរឿងហ្នឹងក៏ប៉ុន្តែសូមបញ្ជាក់ប្រាប់ថាកុំចង់ឲ្យមានសង្គ្រាម
មនុស្សជ្រុលនិយមរបស់ពួកសៀមដកដាន់ចង់ឲ្យមានសង្គ្រាមសន្ទ្រឹចង់លេបកម្ពុជា3មួយថ្ងៃដល់ភ្នំពេញមិនស្រួលដោយកាលពីមុនលើកទ័ពមកពាត់ទីក្រុងភ្នំពេញឯងអត់មានកងទ័ពនៅពីក្រោយទេមិនមកពាត់លង្វែកមួយឆ្នាំអីណាអត់មានកងទ័ពមកពីក្រោយអត់មានទេមិនទៅពាត់ទីក្រុងអីណាអង្គរមួយឆ្នាំឯគ្មានអត់ទេកម្ពុជាពេលនេះស្រស់ដៃគ្នាណាมันអាចឲ្យអ្នកឯងមកធ្វើអញ្ចឹងបានតាមមហិច្ឆតារបស់ឯងឬតាមកំណត់ជាតិនិយមជ្រុលរបស់ឯងបានទេដល់រាប់ណាមានវត្តមានដំណើរឈ្មោះទៅមុខថាកាន់កភ្លើងម្នាក់ម្ដងគណៈអចិន្ត្រៃយ៍2 ដល់ 10នាក់កភ្លើង2 ដល់ 10ដើមបាញ់ឲ្យរត់ពីដីឡើយមុនងាប់ដាក់ឯសិននេះជាកំណត់ជាតិនិយមរបស់ខ្ញុំតែខ្ញុំមិនអះអាងអីណាផុស Facebook ចង់ទៅធ្វើសង្គ្រាមធ្វើទាហានអត់ទេបើវាកើតឡើងមែនចាំបាច់ពលរដ្ឋកម្ពុជាទាំងអស់មានកាតព្វកិច្ចការពារប្រទេសរបស់ខ្លួនឯងយើងចាស់ហើយយើងងាប់ទៅអវត្តមានយើងតែកូនយើងចៅយើងនឹងដីនឹងត្រូវតែដីរបស់យើងត្រូវការពារទាំងអស់នេះអត់មានទៅក្បត់ជាតិអត់មានទៅចូលស៊ីសំណុកសូប៉ាន់នឹងបរទេសណាមកចង់បង្កើតក្រុមនេះក្រុមនោះបំផ្លាញកម្ពុជាក្បត់ជាតិអត់បាននេះហើយបានខ្ញុំសង្កត់ថយក្រោយវិញចម្លើយឆ្លើយកន្លែងនេះទៅលោកពូជេមសុកនឹងបានខ្ញុំចង់និយាយថាជនទាំងឡាយណាដែលធ្វើការបម្រើមហិច្ឆតាបរទេសមិនមែនជាជនស្នេហាជាតិទេទោះស្ថិតក្នុងកលៈទេសៈណាក៏ដោយកលៈទេសៈណាក៏ដោយក៏ត្រូវតែជាជនក្បត់ជាតិដែរឲ្យតែបម្រើប្រយោជន៍បរទេសมันអាចមកលុបលាងថាទេគាត់នឹងវាកលៈទេសៈពេលនឹងជំរុញឲ្យគាត់ធ្វើអញ្ចឹងអត់ទេនេះជាមហិច្ឆតារបស់គាត់ថយក្រោយមុនបញ្ចប់ការឡាយថយក្រោយមហិច្ឆតារបស់ចៅហ្វាបែនដែលចង់កាន់ខេត្តបាត់ដំបងហើយមិនចង់រស់រណបកម្ពុជាទៅរណបស្ដេចសៀមមហិច្ឆតារបស់គាត់កំហុសគាត់ត្រូវតែមានចឹងពិចារណាខ្លួនឯងអូខេបងប្អូនខ្ញុំបញ្ចប់ការ live ប៉ុណ្ណេះបើសិនជា live ទៅហើយវាមានកំហុសឆ្គងដោយប្រការណាមួយការអធិប្បាយលើប្រវត្តិសាស្ត្រជាតិសាសន៍របស់ខ្លួនមិនមែនជាពាក្យសម្ដីនេះបកកនៅកំហឹងឬក៏បង្កើតកំណត់ជាតិនិយមជ្រុលទេប៉ុន្តែគាត់ថាឲ្យពិចារណាហើយការ live របស់ខ្ញុំនេះក៏មិនមែនចង់ទៅថាឲ្យលោកពូជេមសុកដែរពូលោកពូក៏ជា fan ជាមួយគ្នាដែរបាទចប់ពីនឹងទៅចាំឆាតរកគ្នាបន្តិចហ្នឹងហើយប៉ុន្តែគាត់ទៅពេលខ្លះខ្ញុំចង់ឲ្យបងប្អូនពិចារណាដើម្បីស្វែងរកកំហុសមេដឹកនាំក្បត់ជាតិឲ្យដឹងក្បត់ជាតិស្នេហាជាតិឲ្យដឹងស្នេហាជាតិគឺធ្វើដើម្បីជាតិធ្វើឲ្យជាតិរស់ប្រជាជនរស់សល់ធម្មជាតិដើម្បីចិញ្ចឹមប្រជាជាតិរបស់ខ្លួនអរគុណបញ្ចប់ការ live នេះ